ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងខ្សែរឿងថ្មីទាំងអស់គ្នារឿងនេះតួស្រីរបស់យើងនឹងត្រូវប៉ែរបស់គេនឹងធ្វើការលក់ខ្លួនឲ្យទៅកាន់បរមរាជដែលជាអ្នកមានលុយជាអ្នកមានអំណាចដើម្បីស្ដារក្រុមហ៊ុនរបស់គាត់អញ្ចឹងរយៈពេល3ឆ្នាំហ្នឹងគឺថាតួស្រីរងទុក្ខខ្លាំងមែនទែនជាពិសេសទៅលើរាងកាយរបស់នាងតែម្ដងតែនាងក៏បានប្រើប្រាស់តួប្រុសរបស់យើងនឹងដើម្បីគេចចេញពីបរមម្នាក់នោះអញ្ចឹងចង់ដឹងថាតើសាច់រឿងមួយនេះគឺល្អមើលប៉ុណ្ណាយើងមកតាមដានសាច់រឿងជាមួយនឹង Admin ទាំងអស់គ្នារឿងបានចាប់ផ្ដើមឡើងពីតួស្រីរបស់យើងគឺគេមានឈ្មោះថាឆងអ៊ីហើយឆងអ៊ីហ្នឹងកំពុងតែមកក្លឹបមកកន្លែងតែគេហ្នឹងគឺចង់រកមនុស្សប្រុសម្នាក់ដើម្បីធ្វើការបញ្ឈឺទៅកាន់អ្នកដែលបានទិញខ្លួនគេទៅដល់ពេលចូលមកកាន់ក្លឹបហ្នឹងគឺស្រាប់តែចាប់អារម្មណ៍ជាមួយនឹងតួប្រុសរបស់យើងដែលជា DJ នៅក្នុងក្លឹបហ្នឹងហើយតួប្រុសយើងហ្នឹងមានឈ្មោះថាភ័យចឹងឆងអ៊ីក៏បបួលភ័យចឹងហ្នឹងគឺលេងហ្គេមជាមួយនឹងគេប៉ុន្តែហ្គេមហ្នឹងគឺត្រូវទៅលេងនៅផ្ទះគេភ័យចឹងហ្នឹងគឺអត់មានចៅជាមួយទេគឺថាគេបបួលទៅផ្ទះចឹងហើយក៏ព្រមទៅតាមជាមួយទៀតទៅដល់ផ្ទះរបស់ឆងអ៊ីហើយភ័យចឹងហ្នឹងក៏សួរឆងអ៊ីថាឆងអ៊ីហ្នឹងចង់លេងហ្គេមអីជាមួយនឹងគេឆងអ៊ីហ្នឹងក៏ឆ្លើយតបថាហ្គេមហ្នឹងគឺធម្មតានោះទេហើយចំពោះហ្គេមធម្មតាដែលឆងអ៊ីហ្នឹងកំពុងតែនិយាយហ្នឹងគឺជាហ្គេមស្នេហាបែបនៅលើក្រែជាមួយនឹងគ្នានឹងឯងចំណែកឯបរិសម្នាក់ទៀតដែលបានទិញខ្លួនឆងអ៊ីមកហ្នឹងគឺគេមានឈ្មោះថាចៅជីនតែចំពោះឥឡូវហ្នឹងគឺចៅជីនហ្នឹងគេកំពុងតែនៅជាមួយនឹងលីងស៊ូដែលនឹងធ្វើការភ្ជាប់ពាក្យជាមួយនឹងគ្នានៅថ្ងៃស្អែកគឺពួកគេហ្នឹងកំពុងតែធ្វើការលោឈុតអីជាមួយនឹងគ្នាតែចៅជីនហ្នឹងគឺមិនបានពេញចិត្តជាមួយនឹងលីងស៊ូទេគ្រាន់ថាការភ្ជាប់ពាក្យរបស់គេហ្នឹងគឺភ្ជាប់ពាក្យដោយសារតែតំណែងតំណងក្រុមហ៊ុនទាំងពីរនាក់ជំនួយការរបស់ចៅជីនហ្នឹងក៏ស្រាប់តែមកប្រាប់ចៅជីនថាឆងអ៊ីហ្នឹងគឺបានតែលេងក្លឹបរបស់ពួកគេហើយចៅជីនពីដំបូងដឹងថាហ្នឹងគឺជាក្លឹបរបស់ពួកគេកូនចៅគេហ្នឹងគឺមិនហ៊ានប៉ះពាល់ឆងអ៊ីទេក៏ប៉ុន្តែកូនចៅរបស់គេហ្នឹងក៏បានបង្ហាញរូបថតថាឆងអ៊ីលើកហ្នឹងគឺអត់ដូចរាល់ដងទេឆងអ៊ីហ្នឹងកំពុងតែនៅជាមួយនឹងបរិសម្នាក់នៅផ្ទះហ៎អញ្ចឹងមានអ្នកគឺថាចៅជីនហ្នឹងក៏ຕົកស៊ូលីងចោលដើម្បីបញ្ញាប់មហោឆងអ៊ីនៅឯផ្ទះឆងអ៊ីជាមួយនឹងភ័យចង់ហ្នឹងក៏កំពុងនៅលើក្រែជាមួយនឹងគ្នាតែដល់ពេលដែលចៅជីនហ្នឹងបានចូលមកដល់ក្នុងបន្ទប់ហ្នឹងគឺបែរជាពួកគេហ្នឹងក៏កំពុងតែអង្គុយញ៉ាំស្រាជាមួយនឹងគ្នាទៅវិញហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលហ្នឹងគឺភ័យចង់ហ្នឹងគឺជាបងប្រុសរបស់ចៅជីនដែលពួកគេហ្នឹងគឺមានម្ដាយផ្សេងគ្នាឆងអ៊ីហ្នឹងគឺថាគ្មានដឹងអីតិចទេតោះតែដឹងហើយគឺថាគេយោបល់តែម្ដងណាខំកិច្ចពីប្អូនបែរជាមកជួបបងពីអ្នកបងប្អូនគេហ្នឹងក៏មិនត្រូវគ្នាដែរគឺភ័យចង់ហ្នឹងគេមិនបានប្រើប្រាស់តកោចៅដូចជាមួយនឹងចៅជីងទេពួកគេពេលដែលលើតកោចៅចឹងទៅគេមានអារម្មណ៍ថាគួរឲ្យល្អហើយដល់ពេលដែលភ័យចង់ចេញទៅបាត់គឺថាចៅជីងហ្នឹងក៏ចាប់ផ្ដើមធ្វើត្រណកម្មទៅលើឆងអ៊ីដោយសួរនាំថាមុនហ្នឹងឆងអ៊ីបានធ្វើអីគេខ្លះឆងអ៊ីហ្នឹងក៏ឆ្លើយតបថាក្រែងបានឃើញតែគឺពួកគេហ្នឹងថើបគ្នានៅលើក្រែជាមួយនឹងគ្នាអោបគ្នាចៅជីងហ្នឹងក៏ដឹងពីទង្វើរបស់ឆងអ៊ីថាឆងអ៊ីហ្នឹងកំពុងតែធ្វើបែបហ្នឹងដើម្បីផ្សាយជាមួយនឹងគេចង់រត់គេចពីគេប៉ុន្តែចៅជីងថាមិនបាច់ខំទេព្រោះអីឆងអ៊ីមិនអាចរត់គេចពីគេបានឡើយរឿងក៏បង្ហាញទៅ3ឆ្នាំមុនឲ្យបានដឹងពីដើមហេតុគឺឆងអ៊ីនឹងធ្វើការបញ្ជូននៅចំណីអាហារពីក្រុមហ៊ុនរបស់គេនឹងទៅកាន់ក្រុមហ៊ុនរបស់ចៅជីងហើយនៅពេលហ្នឹងគឺចៅជីងនឹងចាប់ផ្ដើមចាប់ចិត្តទៅលើឆងអ៊ីហើយក្រុមហ៊ុនរបស់ឆងអ៊ីនឹងក៏ចាប់ផ្ដើមមានវិបត្តិទៅឪពុករបស់គេនឹងធ្វើការបញ្ជូនធ្វើការលក់ឆងអ៊ីនឹងតែឲ្យចៅជីងបន្ទាប់ពីគាត់បានដឹងថាគឺចៅជីងនឹងក៏ពេញចិត្តជាមួយនឹងឆងអ៊ីហើយក្រុមហ៊ុនរបស់គាត់ក៏ទទួលបានការវិនិយោគពីក្រុមហ៊ុនរបស់ចៅជីងហើយចៅជីងនឹងក៏មិនបានស្រឡាញ់ឆងអ៊ីបែបស្នេហាថ្នាក់ថ្នមអីណាគឺថាធ្វើបាបឆងអ៊ីជាប្រចាំរហូតដល់ពេលដែលពួកគេនឹងនៅជាមួយនឹងគ្នាឆងអ៊ីនឹងក៏ព្យាយាមរត់គេចពីចៅជីងប៉ុន្តែរត់គេចទៅណាមិនរួចឡើយហើយដោយសារតែក្រុមហ៊ុនចំណីអាហាររបស់ឆងអ៊ីនឹងគឺជាស្នាដៃដែលម្ដាយរបស់ឆងអ៊ីនឹងជាអ្នកកសាងឡើងគេមិនអាចឈរមើលក្រុមហ៊ុនដែលម្ដាយរបស់គេខំកសាងឡើងមកនឹងត្រូវបានដួលរលំនោះទេទៅគេនឹងក៏បង្ខំចិត្តនៅក្បែរខ្លួនរបស់ចៅជីងទាំងឈឺចាប់បែបហ្នឹងដែលឡាយខាងភ័យចឹងឯនេះវិញមិនសោកហ្នឹងគេក៏ទៅចិត្តស្នើជាមួយនឹងឆងអ៊ីដោយទៅទេពួកគេនឹងគឺបានចូលធ្វើការនៅក្នុងក្លឹបរបស់ចៅជីងក៏ដើម្បីចង់ដឹងពីឫសគល់នៃការរស់ស៊ីរបស់ចៅជីងប៉ុន្តែឥឡូវហ្នឹងគឺក្លឹបរបស់ចៅជីងនឹងបានបិទដំណើរការទៅគេនឹងក៏ត្រូវប្រើប្រាស់ឆងអ៊ីតែដឹងថាឆងអ៊ីជាមួយនឹងចៅជីងនឹងក៏មានតំណែងតំណងមិនធម្មតាជាមួយនឹងគ្នាព្រោះថាមុននឹងពេលដែលឆងអ៊ីនឹងនៅជាមួយនឹងគេនឹងគឺឆងអ៊ីនឹងមិនបានគេងជាមួយនឹងគេឡើយគ្រាន់តែចង់ធ្វើការបញ្ជូនទៅកាន់ចៅជីងដែលធ្វើការថតរូបនៅគេងជាមួយនឹងគ្នានឹងផ្ញើទៅកាន់ចៅជីងប៉ុណ្ណោះអញ្ចឹងភ័យចឹងគឺថាគឺគេប្រើប្រាស់ឆងអ៊ីនឹងគឺជាជម្រើសល្អរបស់គេហើយថ្ងៃបន្តមកទៀតគឺជាថ្ងៃភ្ជាប់ពាក្យរបស់ចៅជីងប៉ុន្តែចៅជីងនឹងគឺបែរជាបដាឆងអ៊ីនឹងចូលមកកាន់កម្មវិធីរបស់គេរួចហើយក៏ផ្ដាំឆងអ៊ីនឹងគឺថាឲ្យនៅនឹងហើយកុំចង់រត់គេចខ្លួនទៅណាព្រោះដឹងពីលទ្ធផលនៃការរត់គេចខ្លួនហើយតែចៅជីងនឹងគឺគេមកជួបជាមួយនឹងលីងស៊ូដែលជាកូនដណ្ដឹងរបស់គេកំពុងតែនៅជាមួយនឹងប៉ារបស់គេនឹងឯងលោកពូចៅនឹងក៏ផ្ដាំពូគេថាបន្ទាប់ពីពួកគេនឹងគឺបានរៀបការជាមួយនឹងគ្នាហើយគាត់នឹងឲ្យអ្នកទាំងពីរអ្នកនឹងធ្វើការកាន់កាប់នៅវាងឈន់គ្រប់របស់គាត់ហើយតាមរយៈទឹកមុខរបស់លីងស៊ូគឺគេដូចជាពេញចិត្តជាមួយនឹងចៅជីងណាខុសពីចៅជីងគឺថាអារម្មណ៍នឹងដូចជាកំពុងតែខ្វល់ខ្វាយជាមួយនឹងឆងអ៊ីច្រើនជាងហើយឆងអ៊ីនៅវិញគេស្រាប់តែធ្វើការផ្លាស់ប្ដូរឈុតរ៉ូបក្រហមរបស់គេដែលចៅជីងនឹងបានទិញឲ្យទៅជាពាក់ឈុតពណ៌ខ្មៅវិញហើយឆងអ៊ីពាក់រ៉ូបនឹងហើយគឺគេនៅកឹបលាវខាងក្រៅដែលគេកំពុងតែធ្វើការកឹបលាវនោះស្រាប់តែភ័យចង់នឹងគឺដើរចូលក្នុងបន្ទប់ទឹកនឹងដែរឆងអ៊ីសម័យថាភ័យចង់នឹងគឺចូលបន្ទប់ទឹកច្រឡំតែបន្ទប់ទឹកនឹងគឺជាបន្ទប់ទឹករួមដែលឃើញឆងអ៊ីកំពុងតែត្រូវការជំនួយចឹងភ័យចង់នឹងគេក៏ស្ម័គ្រចិត្តធ្វើការកឹបលាវរ៉ូបនឹងឲ្យឆងអ៊ីហើយភ័យចង់នឹងក៏បានឃើញស្នាមសន្លាក់យ៉ាងច្រើននៅក្រោយខ្នងរបស់ឆងអ៊ីទៅសួរឆងអ៊ីថានឹងគឺជាស្នាដៃរបស់ចៅជីងមែនតែឃើញឆងអ៊ីនៅស្ងៀមចឹងគេក៏ថាមិនអីទេមិនឆ្លើយតបក៏បានដែរព្រោះគេកំពុងតែហួរដានកំ
កំណត់ហើយហើយភ័យចឹងហ្នឹងគេក៏បាននិយាយថាគឺគេលើពាក្យចចាមរ៉ែមដែលទៅជីងជាមួយនឹងឆឹងអ៊ីហ្នឹងគឺមានស្នេហាបែបលួចលាក់ជាមួយនឹងគ្នាក៏អញ្ចឹងឆឹងអ៊ីហ្នឹងគេក៏ឆ្លើយតបជាមួយនឹងភ័យចឹងវិញថាបើសិនជាគេមានស្នេហាមែនរវាងចៅជីងជាមួយនឹងភ័យចឹងគឺគេច្បាស់ជារើសយកភ័យចឹងហើយរួចមកឆឹងអ៊ីក៏ដើរចេញពីបន្ទប់ទឹកដែលគិតថាគឺគេនឹងប្រើប្រាស់ភ័យចឹងដើម្បីរត់គេចខ្លួនពីចៅជីងហើយក៏ទទួលបានក្រុមហ៊ុនរបស់គេមកវិញអញ្ចឹងហ្គេមរបស់គេគឺមិនអាចបញ្ចប់ដោយគ្មានភ័យចឹងឡើយទើបគេហ្នឹងក៏ធ្វើជាជ្រុះកវល់នៅកន្លែងហ្នឹងដែលដឹងថាគឺភ័យចឹងច្បាស់ជាហៅគេឈប់ហើយឯភ័យចឹងហ្នឹងក៏កំពុងតែដាក់នុយទៅកាន់ឆឹងអ៊ីដឹងថាឆឹងអ៊ីហ្នឹងគឺកំពុងតែជាប់នុយគេហើយគេឃើញកវល់ចឹងគេក៏ហៅឆឹងអ៊ីនឹងឈប់តែរើកវល់ហ្នឹងឲ្យឆឹងអ៊ីតែឆឹងអ៊ីហ្នឹងគេថាកវល់ហ្នឹងពិបាកពេកទៅឲ្យភ័យចឹងហ្នឹងជួយពេលឲ្យគេបន្តិចរីឯចៅចេញវិញគឺថាកំពុងតែតាមស្វែងរកឆឹងអ៊ីដែលដឹងថាឆឹងអ៊ីមកបន្ទប់ទឹកអញ្ចឹងគេក៏ដើរមកបន្ទប់ទឹកដែរឆឹងអ៊ីគ្រាន់តែឃើញចៅចេញពីចម្ងាយគេក៏សុំឲ្យភ័យចឹងហ្នឹងគឺថាជួយគេម្ដងទៀតមកព្រោះអីគេមិនអាចឲ្យចៅចេញហ្នឹងឃើញគេនៅនឹងឡើយអញ្ចឹងភ័យចឹងហ្នឹងគេក៏ឈរបាំងឆឹងអ៊ីដោយរបៀបថារូបភាពដែលពួកគេហ្នឹងកំពុងតែសាសងជាមួយនឹងគ្នាចៅចេញដើរមកដំបូងគេអត់ចាប់អារម្មណ៍ឯគេក៏ចូលបន្ទប់ទឹកទៅរកឆឹងអ៊ីឃើញគេចេញមកវិញហ្នឹងក៏ឈរមើលពួកគេទាំងពីរនាក់តែភ័យចឹងហ្នឹងក៏ធ្វើការថើបឆឹងអ៊ីហើយចៅចេញហ្នឹងក៏មិនសូវជាចាប់អារម្មណ៍ប្រហែលដែរព្រោះដោយសារតែឆឹងអ៊ីហ្នឹងគឺពាក់ឈុតរោពណ៌ក្រហមមុនហ្នឹងដល់ពេលឃើញរោពណ៌ខ្មៅអញ្ចឹងទៅគេក៏មិនខ្វល់ណាមួយទៀតគឺប៉ែរបស់គេហ្នឹងក៏បានខហៅគេហ្នឹងចូលរួមនៅក្នុងកម្មវិធីភ្ជាប់ពាក្យរបស់គេហើយរួចពីហ្នឹងមកភ័យចឹងហ្នឹងគេក៏ចូលមកជួបជាមួយនឹងប៉ែរបស់គេដែរទៅប៉ែរបស់គេហ្នឹងធ្វើការណែនាំភ័យចឹងទៅការដន្លងរបស់គាត់គឺជាម៉ាក់ប៉ែរបស់លីងស៊ូហ្នឹងឯងឲ្យស្គាល់ថាភ័យចឹងគឺជាកូនច្បងរបស់គាត់ហើយលោកពូចៅហ្នឹងក៏ថែមទាំងផ្ដាំឲ្យភ័យចឹងហ្នឹងគឺថាចូលមកធ្វើការងារក្រុមហ៊ុនវិញមកដើម្បីជួយការងាររបស់ចៅជីងហើយភ័យចឹងហ្នឹងគេក៏បដិសេធឲ្យប៉ែរបស់គេហ្នឹងលើកលែងឲ្យគេមកព្រោះថាចៅស៊ីហ្នឹងបានភ្ជាប់ពាក្យជាមួយនឹងលីងស៊ូហើយដូច្នេះទៅក៏ការងារហ្នឹងមិនបាច់មានគេក៏បានដែរហើយនៅពេលដែលចៅស៊ីជាមួយនឹងលីងស៊ូហ្នឹងគឺថាឡើងលើឆាកដើម្បីធ្វើការប្រារព្ធនៅពិធីភ្ជាប់ពាក្យរបស់គេនោះឆានអ៊ីក៏ធ្វើការបង្ហាញខ្លួននៅចំពោះមុខចៅជីងហើយចៅជីងហ្នឹងឃើញរ៉ូបរបស់ឆានអ៊ីហ្នឹងគេក៏បាននឹកឃើញដល់នារីដែលបានថាបគ្នាជាមួយនឹងភ័យចឹងហ្នឹងគឺជាឆឹងអ៊ីសោះដល់ពេលដែលកូនកំឡោះកូនកំមុំត្រូវថាបគ្នាហ្នឹងគឺចៅជីងគេអត់ចង់ថាបលីងស៊ូសោះប៉ុន្តែលីងស៊ូហ្នឹងគឺជាអ្នកដែលចាប់ចៅជីងថាបហើយឆានអ៊ីពេលហ្នឹងគេក៏បានកិច្ចពីកម្មវិធីទៅប៉ុន្តែចៅជីងដែលសារតែបាត់ឆានអ៊ីអញ្ចឹងគេក៏ដេញតាមឆានអ៊ីហើយឆានអ៊ីហ្នឹងគេកំពុងតែខហៅមិត្តភ័ក្តិរបស់គេហ្នឹងឲ្យមកយកគេតែមានអ្នកបែរจะត្រូវចៅជីហ្នឹងចាប់ខ្លួនគេទៅបារោយឲ្យឆឹងអ៊ីហ្នឹងគឺធ្វើការដោះរ៉ូបរបស់ខ្លួនហ្នឹងចាញ់ទាំងនៅកណ្ដាលវាបែបហ្នឹងហើយឆឹងអ៊ីហ្នឹងគេមិនយកព្រមហ្នឹងគឺចៅជីហ្នឹងគេក៏ចាប់បខំដើម្បីចង់ធ្វើការសម្រាប់អារ៉ូបហ្នឹងចោលព្រោះគេមិនចូលចិត្តអារ៉ូបហ្នឹងចៅជីហ្នឹងគេថាឆឹងអ៊ីហ្នឹងខំប្រើគ្រប់ល្បិចកលដើម្បីតាក់បងប្រុសរបស់គេប៉ុន្តែកុំសម័យឲ្យសោះដែលគេហ្នឹងគឺនឹងព្រមដោះលែងឆឹងអ៊ីទៅណាគេមានតែធ្វើបាបឆឹងអ៊ីហ្នឹងលើសដាវឆឹងអ៊ីគេក៏ប្រាប់ឲ្យចៅជីហ្នឹងបើថាមានគំនុំអីគឺថាសម្រាប់គេតែម្ដងទៅប៉ុន្តែគឺថាចៅជីហ្នឹងគេមិនព្រមទេគេសុកចិត្តធ្វើការកាច់បំបាក់ដៃបំបាក់ជើងរបស់ឆឹងអ៊ីដើម្បីឲ្យឆឹងអ៊ីហ្នឹងនៅក្បែរខ្លួនរបស់គេដល់ពេលដែលចៅជីហ្នឹងគឺព្យាយាមនៅក្នុងការដោះរ៉ូបរបស់ឆឹងអ៊ីម្ដងទៀតហ្នឹងគឺសំណាងល្អដែលភ័យចឹងហ្នឹងគឺមកកាត់សង្វាក់ពួកគេដោយភ័យចឹងក៏ដដើមយកឆឹងអ៊ីហ្នឹងចាញ់ពីចៅជីងហើយចៅជីងហ្នឹងគឺគេចង់ទៅដដើមតទៀតណាប៉ុន្តែគឺមិត្តភ័ក្តិរបស់ឆឹងអ៊ីហ្នឹងក៏មកនាំឆឹងអ៊ីទៅបែបឯភ័យចឹងហ្នឹងគេក៏មានគ្នារបស់គេដែរអញ្ចឹងបន្ទាប់មកគឺភ័យចឹងហ្នឹងក៏នាំចៅជីងហ្នឹងគឺមកជួយជាមួយនឹងឪពុករបស់គេលោកពូចៅហ្នឹងក៏ធ្វើការស្ដីបន្ទោឲ្យចៅជីងដែលកម្មវិធីភ្ជាប់ពាក្យហ្នឹងមិនទាន់រួចរាល់ផងបែរជាទៅអ្នកបាត់ចោលកម្មវិធីហើយក៏ថែមទាំងធាក់ចៅជីងទៀតហើយលោកពូចៅហ្នឹងក៏ប្រាប់ប្រកាន់ភ័យចឹងណាថាពាក្យសម្ដីរបស់គាត់គឺអត់លេងសើចទេក៏ចង់ឲ្យភ័យចឹងហ្នឹងគឺមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់គាត់កុំទៅធ្វើជំនួយការនៅឯក្រុមហ៊ុនដទៃប៉ុន្តែភ័យចឹងគេថាគេសុកចិត្តធ្វើការចាយលុយខ្លួនឯងវាស្រួលជាងអញ្ចឹងលោកពូចៅហ្នឹងក៏ធ្វើការដេញភ័យចឹងហ្នឹងទៅឲ្យផុតទៅរួចហើយគាត់ក៏ធ្វើទរណកម្មទៅកាន់ចៅជីងដោយយករំពាត់ហ្នឹងគឺថាវាយទៅកាន់ចៅជីងហើយចៅជីងគឺថាអត់មានហ៊ានតជាមួយនឹងប៉ារបស់គេទេបន្ទាប់ពីនោះមកចៅជីងហ្នឹងក៏ទទួលបានដំណឹងថាឆឹងអ៊ីហ្នឹងគឺអត់ទាន់ត្រឡប់ទៅផ្ទះវិញទេគឺគេកំពុងតែធ្វើការទៅប្រជុំជាមួយនឹងក្រុមហ៊ុនផ្សេងទៀតដើម្បីឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនរបស់គេប៉ុន្តែចៅជីងគឺមិនអនុញ្ញាតឡើយអញ្ចឹងហើយគេក៏ប្រាប់ជំនួយការរបស់គេហ្នឹងឲ្យចាត់ការទៅគឺហាមក្រុមហ៊ុនទាំងអស់ហ្នឹងធ្វើការសហការជាមួយនឹងក្រុមហ៊ុនរបស់ឆឹងអ៊ីហើយចៅជីងគេធ្វើបែបហ្នឹងព្រោះគេចង់បិទផ្លូវទាំងអស់របស់ឆឹងអ៊ីដើម្បីឲ្យឆឹងអ៊ីហ្នឹងគឺមកអង្វរកគេក៏ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុនជាច្រើនគឺបានបដិសេធការចូលជាមួយនឹងក្រុមហ៊ុនរបស់ឆឹងអ៊ីហើយគឺឆឹងអ៊ីហ្នឹងក៏ចាយដនចូលជាមួយនឹងលោកឈៀវដោយសារតែគាត់ហ្នឹងស្គាល់ឆឹងអ៊ីដែរទៅគាត់ហ្នឹងក៏នាំឆឹងអ៊ីហ្នឹងចូលទៅចូលជាមួយនឹងលោកលាវដែលជាម្ចាស់ក្រុមហ៊ុនប៉ាងយេងលោកលាវហ្នឹងក៏ជាមិត្តភ័ក្តិរបស់ភ័យចឹងផងដែរបន្ទាប់ពីឆឹងអ៊ីជាមួយនឹងមិត្តភ័ក្តិរបស់គេចៅយកហ្នឹងធ្វើការរៀបរាប់ពីចំណីអាហាររបស់ខ្លួនទៅកាន់លោកលាវហ្នឹងឲ្យបានដឹងហើយគឺលោកលាវជាមួយនឹងភ័យចឹងហ្នឹងក៏យកព្រមនៅក្នុងការសហការជាមួយនឹងក្រុមហ៊ុនរបស់ឆឹងអ៊ីហើយឆឹងអ៊ីហ្នឹងគឺគេក៏ដឹងគុណភ័យចឹងដែរទៅគេហ្នឹងក៏បបួលភ័យចឹងហ្នឹងគឺទៅញ៉ាំស្រាពេលយប់ហ្នឹងជាមួយនឹងគ្នាហើយពួកគេផឹកស្រាបដាទៅចែកគ្នាមិនទាន់បានប្រមាណផងស្រាប់តែឆឹងអ៊ីហ្នឹងគឺក៏លេចទៅឃើញចៅជីងហ្នឹងមកនឹងដែរចឹងគេក៏ប្រញាប់រហូតកិច្ចវេះឡើងលឿនហើយចៅជីងដែលសារតែគេឃើញភ័យចឹងរួមជាមួយនឹងកៅស្រាមួយទៀតនៅហ្នឹងទៅគេហ្នឹងក៏សួរថាមុនហ្នឹងគឺឆឹងអ៊ីនៅហ្នឹងមែនភ័យចឹងហ្នឹងគេក៏និយាយឌឺទៅកាន់ចៅជីងចឹងហើយចៅជីងគេខ្ជិលខ្វល់ឆ្លោះទៅចែកជាមួយព្រោះអីគេប្រញាប់តាមរកឆឹងអ៊ីគេក៏ដេញតាមឆឹងអ៊ីហ្នឹងមកដល់ក្រោមប៉ុន្តែគឺឆឹងអ៊ីហ្នឹងក៏ត្រូវភ័យចឹងហ្នឹងគឺនាំគេហ្នឹងចូលទៅក្នុងបន្ទប់មួយហើយភ័យចឹងក៏ចោទជាសំណួរទៅកាន់ឆឹងអ៊ីថារត់កិច្ចពីចៅជីងហ្នឹងគឺនៅខ្លាចចៅជីងមែនឆឹងអ៊ីហ្នឹងគេថាអត់ទេគឺគេចង់សាកល្ប
បងថាតើភ័យចឹងគឺនឹងជួយគេឬមួយក៏អត់ហើយគេក៏នឹងហ៊ានភ្នាល់ជាមួយនឹងភ័យចឹងទៀតថាភ័យចឹងគឺនៅតែបន្តជួយគេបែបហ្នឹងរីឯចៅជីងគេក៏មកដល់បន្ទប់នឹងដែរដែលគេនឹងនៅខាងក្រៅនឹងក៏មានការសង្ស័យប៉ុន្តែបន្ទប់នឹងគឺបានចាក់សោបាត់ហើយដែលគេនឹងមិនអាចចូលបានអញ្ចឹងតើការសង្ស័យរបស់គេនឹងក៏រលាយបានលុះតទៅដែលឆឹងអ៊ីនឹងត្រឡប់មកផ្ទះវិញគឺចៅជីងគេក៏ដេញដោលសួរនាំថាតើភ័យចឹងគឺជាអ្នកដែលជួយឲ្យឆឹងអ៊ីនឹងទទួលបាននៅកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនប៉ាងយីងមែនឆឹងអ៊ីក៏ឆ្លើយតបដោយបន្តចៅជីងគឺចៅជីងជាអ្នកបង្ខំឲ្យគេនឹងដើរផ្លូវតប៉ុណ្ណោះតែចៅជីងគេក៏ឆ្លើយតបជាមួយវិញថាបើសិនជាឆឹងអ៊ីនឹងគឺស្ដាប់បង្គាប់គេតែបន្តិចគឺក្រុមហ៊ុនរបស់ឆឹងអ៊ីនឹងក៏មិនមានបញ្ហាដែរហើយរួចមកចៅជីងនឹកឃើញខឹងជាមួយនឹងឆឹងអ៊ីដែលព្យាយាមទៅសិទ្ធស្នាជាមួយនឹងភ័យចឹងទៅគេនឹងក៏ចាប់កាច់ដៃរបស់ឆឹងអ៊ីរួចហើយក៏ធ្វើបាបឆឹងអ៊ីប៉ុន្តែឆឹងអ៊ីនឹងគឺគេបានត្រៀមមុនអញ្ចឹងគេក៏បានធាក់កាបូបរបស់គេនឹងឲ្យធ្លាក់រួចហើយវាក៏លឺសំឡេងភ្លេងឡើងដោយសារតែឆឹងអ៊ីនឹងគឺគេបានទិញនៅអារបស់តាំងលើតុដែលមានសំឡេងភ្លេងព្រោះថ្ងៃហ្នឹងជាថ្ងៃកំណើតរបស់ចៅជីដូច្នេះតើក៏ធ្វើឲ្យចៅជីនឹងបាននឹកឃើញដល់អតីតកាលរបស់គេកាលពី3ឆ្នាំមុនពេលវេលាដំបូងដែលគេបានជួបជាមួយនឹងឆឹងអ៊ីគឺពេលហ្នឹងចៅជីមានរបួសពេញខ្លួនក៏ដោយសារតែប្រហែលជាប៉ះរបស់គេវាយទៀតដែរឆឹងអ៊ីដែលជាអ្នកមិនស្គាល់គ្នាសោះឃើញសភាពរបស់ចៅជីហើយគេក៏សួរសុខទុក្ខចៅជីហើយយកអាសាចៅជីដែលខលហៅឡានពេទ្យហ្នឹងដើម្បីយកចៅជីនឹងទៅធ្វើការព្យាបាលនៅឯមន្ទីរពេទ្យហើយក្រោយមកទៀតទៅពួកគេនឹងក៏ជួបគ្នាម្ដងទៀតនៅឯក្រុមហ៊ុនរបស់ចៅជីដូចយើងបានដឹងហើយគឺពេលហ្នឹងឆឹងអ៊ីនឹងគេត្រូវការសហការជាមួយនឹងក្រុមហ៊ុនធំដើម្បីឲ្យក្រុមហ៊ុនរបស់គេនឹងមានដំណើរការទៅទៀតឆឹងអ៊ីនឹងគេក៏បានយកនំខេកនឹងយកទៅឲ្យចៅជីទៀតប៉ុន្តែចៅជីនិយាយថាគេអត់ញ៉ាំផ្អែមទេទៅឆឹងអ៊ីនឹងក៏ប្រាប់ថាបើសិនជាអត់ញ៉ាំទេគឺអាចចែកឲ្យបុគ្គលិកបានប៉ុន្តែពេលដែលឆឹងអ៊ីទៅបានគឺចៅជីនឹងគេក៏បានញ៉ាំនំខេកហ្នឹងតែត្រឡប់មកកាន់បច្ចុប្បន្នវិញគឺថាការយកចិត្តតែកំណើតថ្ងៃកំណើតឲ្យចៅជីនឹងគឺពិតជាបានផលមែនដោយសារតែចៅជីនឹងគឺគេខ្វះភាពកក់ក្ដៅតាំងពីតូចមកអត់មាននរណាគេគឺថាចាំថ្ងៃកំណើតរបស់គេឡើយហើយគេក៏មិនដែលធ្វើថ្ងៃកំណើតដែរតតែរំភើបជាមួយនឹងការយកចិត្តទុកដាក់របស់ឆឹងអ៊ីគេក៏ភ្លេចនៅកំហឹងមុនហ្នឹងហើយក៏បានសុំទោសទៅកាន់ឆឹងអ៊ីដែលធ្វើឲ្យឆឹងអ៊ីនឹងគឺមានរបួសហើយក៏គិតស្មានថាការដែលឆឹងអ៊ីនឹងគឺព្យាយាមទៅក្បែរភ័យចឹងហ្នឹងក៏ព្រោះតែខឹងគេនឹងភ្ជាប់ពាក្យជាមួយនឹងលីងស៊ូអញ្ចឹងគេក៏ធ្វើការបកស្រាយណាថាចំពោះការភ្ជាប់ពាក្យហ្នឹងក៏ដោយសារតែគេនឹងចង់បានអំណាចគ្រប់គ្រងវាងឈន់គ្រប់ប៉ុណ្ណោះនៅពេលដែលគេទទួលបាននៅអ្វីដែលគេចង់បានហើយគឺគេសុំឲ្យតែឆឹងអ៊ីនឹងគឺនៅក្បែរខ្លួនគេរហូតទេហើយឆឹងអ៊ីនឹងគឺចង់បានក្រុមហ៊ុនខ្លួនឯងក៏បានចង់ធ្វើការគ្រប់គ្រងវាងឈន់គ្រប់ជាមួយនឹងគេក៏បានអ្វីក៏បានគឺគេនៅបកគលឲ្យឆឹងអ៊ីហើយឆឹងអ៊ីនឹងគឺគេឲ្យឆ្លើយតបជាមួយនឹងចៅជីងព្រោះថាចៅជីងនឹងកំពុងតែធ្លាក់ចូលក្នុងអន្ទាក់របស់គេហើយតពីចៅជីងគឺថាលែងខឹងជាមួយនឹងឆឹងអ៊ីហើយឆឹងអ៊ីនឹងគេក៏បច្រកស្រែឲ្យចៅជីងញ៉ាំរហូតតតែស្វឹងគេងលក់រួចមកក៏ធ្វើការខលហៅភ័យចឹងនឹងឲ្យមកទទួលគេព្រោះគេកំពុងតែត្រូវការជំនួយពីភ័យចឹងឆឹងអ៊ីនឹងគេក៏ប្រាប់ពីមូលហេតុពិតដែលគេនឹងទោះបីជាចៅជីងធ្វើបាបប៉ុណ្ណាក៏មិនអាចទៅណាចោលចៅជីងក៏ដោយសារតែក្រុមហ៊ុនអីចឹងទៅភ័យចឹងគេក៏និយាយថាចៅជីងជាមួយនឹងឪពុករបស់គេនឹងគឺដូចគ្នាតែម្ដងឪពុកគេនឹងក៏បានធ្វើការគ្រប់គ្រងក្រុមហ៊ុនរបស់ម៉ាក់គេបន្ទាប់ពីម៉ាក់គេនឹងបានស្លាប់ទៅដែរដូច្នេះមូលហេតុដែលភ័យចឹងនឹងគឺបានព្យាយាមមកក្បែរឆឹងអ៊ីចង់ប្រើប្រាស់ឆឹងអ៊ីនឹងក៏ព្រោះតែគេនឹងចង់ទៅដើមក្រុមហ៊ុនម៉ាក់របស់គេនឹងមកវិញតតែដឹងពីមូលហេតុរៀងៗខ្លួនចឹងហើយពួកគេនឹងក៏គិតពីការសហការជាមួយនឹងគ្នាហើយជាដំបូងនឹងគឺថាឆឹងអ៊ីនឹងត្រូវចាក់ចែងពីការគ្រប់គ្រងរបស់ចៅជីងហើយចឹងនឹងគេក៏ឲ្យឆឹងអ៊ីនឹងគឺមករស់នៅជាមួយនឹងប្អូនជីដូនមួយរបស់គេប្អូនជីដូនមួយរបស់ភ័យចឹងនឹងគឺភ័យចឹងនឹងបានប្រើឲ្យបង្កប់ខ្លួនធ្វើជាបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ឆឹងអ៊ីចឹងឆឹងអ៊ីនឹងគេស្គាល់ហើយព្រឹកថ្ងៃបន្ទាប់មកចៅជីងគេភ្ញាក់ពីគេមកគឺថាស្រែករោឆឹងអ៊ីហើយអត់លឺឆឹងអ៊ីឆ្លើយនឹងក៏ដើររោពេញផ្ទះស្មានថាឆឹងអ៊ីនឹងគឺកុហកគេហូតចោលគេបាត់តែពិតទៅគឺឆឹងអ៊ីនឹងគេនៅរៀបចំអាហារពេលព្រឹកឲ្យចៅជីងសោះឆឹងអ៊ីគេនៅរៀបចំអាហារពេលព្រឹកឲ្យចឹងក៏ដោយសារតែគេនឹងចង់យកចិត្តចៅជីងនឹងរួចហើយគេក៏សុំចៅជីងនឹងគឺថារើចេញពីផ្ទះហ្នឹងមូលហេតុហ្នឹងក៏ដោយសារតែគេនឹងមិនចង់ឲ្យអ្នកដតីហ្នឹងគឺមាននិយាយដើមពួកគេមានពាក្យចចាមរាមអីបន្តទៀតចៅជីងពីដំបូងគឺអត់អនុញ្ញាតទេតែឆឹងអ៊ីនឹងគេក៏ព្យាយាមបញ្យល់តែបន្ទាប់ពីគេគឺបានស្ដាប់ពាក្យពេចន៍ចេញពីបេះដូងរបស់ចៅជីងកាលពីយប់មិញហើយទៅគេនឹងភ្ញាក់ខ្លួនថាចៅជីងហ្នឹងពិតជាស្រឡាញ់គេខ្លាំងណាស់ប៉ុន្តែបើសិនជាពួកគេរក្សាកម្រិតឲ្យគ្នាបន្តិចគឺទំនាក់ទំនងរបស់ពួកគេកាន់តែប្រសើរឡើងហើយដោយសារតែឆឹងអ៊ីនឹងគឺបាននិយាយល្អៗជាមួយនឹងចៅជីងជាមួយនឹងហេតុផលបែបហ្នឹងទៅចៅជីងហ្នឹងគេក៏អនុញ្ញាតឲ្យឆឹងអ៊ីហ្នឹងធ្វើការរើទៅនៅខាងក្រៅហើយចៅជីងហ្នឹងគឺគេត្រូវមាន business trip ទៅទីក្រុងផ្សេងទៀតទៅលីស៊ូហ្នឹងគេក៏មករកចៅជីងហ្នឹងដល់ office របស់ចៅជីងតែចៅជីងហ្នឹងគេមិនពេញចិត្តជាមួយនឹងលីស៊ូអញ្ចឹងហើយគឺថាមកលេងអញ្ចឹងទៅធ្វើឲ្យគេហ្នឹងទៅតហើយក៏មិនទទួលរាក់ទាក់ជាមួយនឹងលីស៊ូដែរអញ្ចឹងទៅលីស៊ូហ្នឹងក៏បញ្ញាមកទូពិតលោកពូចៅក៏ដូចជាគម្រាមទៅកាន់លោកពូចៅពីតំណែងតំណងរវាងក្រុមហ៊ុនទាំងពីរលោកពូចៅហ្នឹងក៏ប្រាប់លីស៊ូថាកុំឲ្យព្រួយបារម្ភអីចាំគាត់ហ្នឹងបដៅកូនប្រុសរបស់គាត់ឲ្យល្អលីស៊ូក៏ប្រាប់លោកពូចៅថាការរៀបការរវាងគ្រួសារទាំងពីរនាក់ក៏ដោយសារតែចំនួនដែរហើយអ្វីដែលសំខាន់គឺពួកគេមានការរំពឹងខ្ពស់ទៅលើចៅជីងប៉ុន្តែបែរជាមានមនុស្សស្រីម្នាក់ដែលមិនស្គាល់ទីទាបទីខ្ពស់ហ្នឹងកំពុងតែបង្កបញ្ហាមកឲ្យពួកគេលោកពូចៅយកពីអត្តន័យរបស់លីស៊ូទៅគាត់ហ្នឹងក៏បញ្ញាប់តាក់ទងទៅខាងក្រុមហ៊ុនរបស់គាត់ហ្នឹងឲ្យធ្វើការផ្ដាច់ផ្ដល់ប្រាក់ឧបត្ថម្ភទៅខាងក្រុមហ៊ុនរបស់ឆឹងអ៊ីហើយឆឹងអ៊ីនេះវិញគឺគេបានរើមកនៅជាមួយនឹងប្អូនស្រីរបស់ភ័យចឹងហើយដែលគេនឹងមានឈ្មោះថាឆុនស៊ីនឹងគេក៏បានសុំតចំពោះឆឹងអ៊ីដែលគេនឹងធ្វើជាជនបង្កប់នៅក្នុងក្រុមហ៊ុនរបស់ឆឹងអ៊ី
អ៊ីក៏ដោយសារតែតាមបទបញ្ជារបស់បងគេនោះទេប៉ុន្តែចំពោះការងារវិញគឺគេស្មោះត្រង់ជាមួយនឹងការងារណាហើយឆឹងអ៊ីហ្នឹងគឺគេមានបានតែយកតោះប៉ីអីព្រោះថាឆឹងស៊ីហ្នឹងគឺអត់បានធ្វើអាក្រក់អីផងហ្នឹងដល់ហើយឆឹងស៊ីហ្នឹងគេក៏ចាប់អារម្មណ៍ឃើញឆឹងអ៊ីហ្នឹងកំពុងតែកាន់តុក្កតាហ្នឹងដែលតុក្កតាហ្នឹងគឺមានអាយុកាល20ឆ្នាំហើយអ្នកមានគុណរបស់គេហ្នឹងជាអ្នកឲ្យគេត្រឡប់មកលោកពូចៅវិញគាត់បានតាក់ទងទៅកាន់ចៅជីងថាលីងស៊ូគឺនឹងទៅជាមួយនឹងចៅជីងដែរហើយគាត់ក៏ប្រាប់ថាចៅជីងគួរតែដឹងពីឥទ្ធិពលនៃគ្រួសាររបស់លីងស៊ូហើយទៅគាត់ហ្នឹងក៏ឲ្យចៅជីងហ្នឹងគឺថាមានកូនជាមួយនឹងលីងស៊ូទៅមានតែចៅជីងហ្នឹងគេក៏ឆ្លើយតបជាមួយលោកពូចៅវិញថាមិនក៏ប៉ះមិនធ្វើការតាក់ស្រីអ្នកមានដែរឬហើយក៏មានកូនជាមួយនឹងពួកគេដែរទៅដែលឡាយភ័យចឹងគេក៏មកផ្ទះប្អូនស្រីរបស់គេក៏ដោយសារតែឆឹងអ៊ីហ្នឹងគឺបានហៅគេហ្នឹងមកញ៉ាំអាហារជាមួយនឹងគ្នាមួយពេលដើម្បីជាការអរគុណចំពោះភ័យចឹងដែលតែងតែជួយគេកន្លងមកហើយភ័យចឹងគេក៏មានរឿងល្អប្រាប់ឲ្យឆឹងអ៊ីបានដឹងថាក្រុមហ៊ុនប៉ាងយីងហ្នឹងគឺនឹងធ្វើការដាក់ដេញថ្លៃនៅគម្រោងផលិតផលថ្មីរបស់ខ្លួនអញ្ចឹងគេក៏ឲ្យក្រុមហ៊ុនរបស់ឆឹងអ៊ីហ្នឹងចូលរួមធ្វើការដេញថ្លៃដែរទៅព្រោះដើម្បីឲ្យឆឹងអ៊ីហ្នឹងគឺមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការចាញ់ពីការគ្រប់គ្រងរបស់ចៅជីងក៏ដូចជាវាងឈន់គោរពក៏ប៉ុន្តែយ៉ាប់តែម្យ៉ាងចំពោះផលិតផលនៅក្នុងការដេញថ្លៃហ្នឹងគឺថាចំណាយតូនច្រើនណាស់ហើយក្រុមហ៊ុនរបស់ឆឹងអ៊ីហ្នឹងគឺមិនសូវជាទទួលបានការ order ប្រមាណនោះទេហើយការ order ហ្នឹងបានមកពីតាវាងឈន់គ្រប់មួយហ្នឹងអញ្ចឹងគេគិតថាឆឹងអ៊ីហ្នឹងនៅមានការខ្វះខាតទៅគេហ្នឹងក៏ឲ្យជាយោបល់ថាឆឹងអ៊ីហ្នឹងគួរតែមានតំណែងតំណងជាមួយនឹងលោកពូចិនដែលគាត់គឺជាម្ចាស់សម្ព័ន្ធ Green Forest អញ្ចឹងគាត់អាចផ្ដល់ជាទុនខ្លះមកកាន់ឆឹងអ៊ីបានឆឹងអ៊ីហ្នឹងគេក៏ចាប់អារម្មណ៍ជាមួយនឹងលោកពូចិនដែរទៅគេហ្នឹងក៏កត់ទុកក្នុងចិត្តសិនទៅគេបន្តមកឆឹងអ៊ីហ្នឹងគេក៏ធ្វើការប្រជុំជាមួយនឹងសមាជិកក្រុមហ៊ុនគេអញ្ចឹងណាថាពួកគេនឹងធ្វើការចោះឈ្មោះចូលទៅក្នុងការដេញថ្លៃហើយក៏មានបរិសម្នាក់ហ្នឹងដែលជាបុគ្គលិកក្រៅបង្គាប់របស់ឆឹងអ៊ីហ្នឹងគឺប្រឆាំងជាមួយនឹងការសម្រេចចិត្តហ្នឹងព្រោះថាក្រុមហ៊ុនរបស់គេហ្នឹងមានសមត្ថភាពឯណាទៅចូលរួមនៅក្នុងការដេញថ្លៃឆឹងអ៊ីគឺគេនៅតែតវ៉ានៅតែមានដំណោះថាគេអាចចូលរួមបានដោយមិនទាន់បានដឹងថាក្រុមហ៊ុនរបស់គេហ្នឹងត្រូវវាងឈន់គ្រប់ហ្នឹងគឺកាត់ផ្ដាច់ជំនួយឯងដូច្នេះដើម្បីមានលុយចូលរួមនៅក្នុងការដេញថ្លៃគឺឆឹងអ៊ីហ្នឹងគេក៏មកពឹងជំនួយផ្សេងគឺពឹងពីលោកចិនឆឹងអ៊ីក៏និយាយត្រង់ៗទៅកាន់លោកពូចិនតែម្ដងថាខ្លួនហ្នឹងគឺចង់ធ្វើការខ្ចីប្រាក់ខ្លះដើម្បីយកទៅធ្វើការដេញថ្លៃលោកពូចិនហ្នឹងគាត់ក៏អនុញ្ញាតឲ្យឆឹងអ៊ីហ្នឹងខ្ចីប្រាក់ប៉ុន្តែចំពោះអ្នករស់ស៊ីអ្វីដែលសំខាន់បំផុតគឺជាប្រាក់ចំណេញដូច្នេះហើយគាត់ចង់ឲ្យឆឹងអ៊ីហ្នឹងធ្វើការសងប្រាក់មកគាត់វិញហ្នឹងទ្វេដងឆឹងអ៊ីហ្នឹងក៏យកព្រមជាមួយនឹងលោកពូចិនហើយក៏សន្យាថាគឺនឹងធ្វើការដេញថ្លៃរហូតតទៅបានកម្រងរបស់ប៉ាងយីងគោរពហើយលោកពូចិនហ្នឹងក៏ឲ្យឆឹងអ៊ីហ្នឹងគឺទៅចូលរួមនៅក្នុងសន្និសីទកសែតក្រុមហ៊ុនរបស់គាត់ទៅព្រោះថាគឺមានសហគ្រាសរោងចក្រធំៗអីមកចូលរួមច្រើនណាស់ក៏ពេលដែលឆឹងអ៊ីដើរចាញ់ទៅបានទៅយើងបានដឹងថាតាមពិតទៅគឺភ័យចឹងនោះទេដែលជាអ្នកជួយឆឹងអ៊ីឲ្យពិតប្រាកដហើយចឹងហ្នឹងជាអ្នកសុំលោកពូចិនហ្នឹងឲ្យជួយគេនៅក្នុងការផ្ដល់ជំនួយទៅកាន់ឆឹងអ៊ីដោយមិនឲ្យដឹងថាគឺគេជាអ្នកជួយនោះទេដល់ពេលដែលភ័យចឹងហ្នឹងចូលមកក្នុងកម្មវិធីសន្និសីទកសែតហ្នឹងគឺនិយាយគ្នាជាមួយនឹងឆឹងអ៊ីឃើញថាឆឹងអ៊ីហ្នឹងដូចជាកំពុងតែមានអារម្មណ៍ខ្វល់ខ្វាយច្រើនជាមួយនឹងជំនួយរបស់ខ្លួននោះគេក៏បបួលឆឹងអ៊ីហ្នឹងគឺថាតែជិះឡានដើរលេងជាមួយនឹងគ្នាតែម្ដងហើយចឹងគាត់ថាការដែលគេបើកឡានលឿនហ្នឹងគឺនឹងធ្វើឲ្យឆឹងអ៊ីហ្នឹងបាត់នៅអារម្មណ៍ stress របស់ខ្លួនប៉ុន្តែបែរជាធ្វើឲ្យឆឹងអ៊ីហ្នឹងបាននឹកឃើញដល់អតីតកាលដែលម៉ាក់របស់គេហ្នឹងជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងឆឹងអ៊ីហ្នឹងក៏ឲ្យភ័យចឹងហ្នឹងគឺថាបន្ថយល្បឿនបន្តិចទៅហើយក៏ប្រាប់ពីមូលហេតុដែលគេហ្នឹងខ្លាចចំពោះការបើកឡានលឿនប៉ុន្តែបើថាខ្លាចអញ្ចឹងទៅមុខទៀតប្រហែលឆ្នាំទៀតក៏ឆឹងអ៊ីនៅតែខ្លាចដែរទៅភ័យចឹងហ្នឹងគេចង់ឲ្យឆឹងអ៊ីហ្នឹងគឺមានការផ្លាស់ប្ដូរទៅគេឲ្យឆឹងអ៊ីហ្នឹងគឺថាតាំងចិត្តឲ្យបានល្អទៅគេនឹងធ្វើការបើកឡានលឿនដើម្បីឲ្យឆឹងអ៊ីហ្នឹងគឺជំនះជាមួយនឹងភាពភ័យខ្លាចរបស់ខ្លួននឹងឯងហើយឃើញថាបន្ទាប់ពីការសាក់លបងរបស់ភ័យចឹងក៏ធ្វើឲ្យឆឹងអ៊ីហ្នឹងគឺអាចជំនះជាមួយនឹងភាពភ័យខ្លាចហ្នឹងក៏សប្បាយរីករាយជាមួយនឹងការបើកឡានលឿនបែបហ្នឹងរីឯចៅជីងហ្នឹងគេក៏មានទំនោរពាក្យសម្ដីជាមួយនឹងប៉ារបស់គេតាក់ទងជាមួយនឹងរឿងរបស់ឆឹងអ៊ីហើយមូលហេតុដែលចៅជីងហ្នឹងគឺមិនបានព្យាយាមសិក្សាជាមួយនឹងលីងស៊ូក៏ព្រោះតែថាការរឹងតឹងរបស់ចៅជីងហ្នឹងលោកពូចៅគឺថាគាត់នឹងចង់បំផ្លាញក្រុមហ៊ុនរបស់ឆឹងអ៊ីតើបចៅជីងហ្នឹងគេក៏ថាគឺគេនឹងយកកម្រងលូឆឹងឲ្យបានអញ្ចឹងទៅគឺពួកគេមិនបាច់ធ្វើការពឹងពាក់គ្រួសាររបស់លីងស៊ូទៀតទេដោយកម្រងមួយនេះគឺរៀងធំដែរលោកពូចៅហ្នឹងក៏ចាប់អារម្មណ៍អញ្ចឹងគាត់ក៏ប្រាប់ចៅជីងថាបើសិនជាឯងយកបានគឺតំណែងនាយកប្រតិបត្តិនៅក្នុងវាងឈន់គ្រប់របស់គាត់ហ្នឹងគឺនឹងបកគោលឲ្យចៅជីងឯងក៏ប៉ុន្តែគាត់ក៏ប្រាប់ឲ្យចៅជីងធ្វើយ៉ាងណាក៏ដោយគឺកុំឲ្យក្រុមហ៊ុនរបស់ឆឹងអ៊ីហ្នឹងចូលរួមនៅក្នុងការដេញថ្លៃលោកពូចៅបន្ទាប់ពីប្រាប់ចៅជីងហើយគាត់ហ្នឹងក៏ធ្វើការតាក់ទងទៅកូនចៅរបស់គាត់ឲ្យធ្វើការបញ្ឈប់នៅសង្វាក់ផលិតកម្មនៅក្នុងរោងចក្ររបស់ឆឹងអ៊ីត្រឡប់មកកាន់ភ័យចឹងជាមួយឆឹងអ៊ីណែវិញភ័យចឹងហ្នឹងគឺគេបានយកឯកសារតាក់ទងជាមួយនឹងការដេញថ្លៃហ្នឹងយកមកឲ្យឆឹងអ៊ីហើយក៏ប្រាប់ឆឹងអ៊ីតាក់ទងជាមួយនឹងការដេញថ្លៃហ្នឹងគឺគេឲ្យឆឹងអ៊ីហ្នឹងពឹងពាក់លើសមត្ថភាពរបស់ខ្លួនឯងដើម្បីដណ្ដើមវាយកមកហើយភ័យចឹងដូចជាមិនមានកិច្ចការអីត្រូវភាសាជាមួយឆឹងអ៊ីផងឆឹងអ៊ីហ្នឹងគេក៏ចង់ឲ្យភ័យចឹងត្រឡប់ទៅវិញតែភ័យចឹងគេថាគឺគេខំបើកឡានមកហត់ហើយអញ្ចឹងគេចង់សម្រាប់បន្តិចសិនភ័យចឹងក៏ចាប់អារម្មណ៍ឃើញថាឯកសារនៅលើកុំព្យូទ័ររបស់ឆឹងអ៊ីហ្នឹងគឺមានភាពរញ៉េរញ៉ៃទៅគេហ្នឹងក៏រៀបចំជា file ឲ្យមានរបៀបរៀបរយឲ្យឆឹងអ៊ីឆឹងស៊ីជាមួយនឹងចៅយ៉ងគឺថាត្រូវដៃត្រូវជើងគ្នាណាមកឃើញពីរអ្នកហ្នឹងកំពុងស្និទ្ធស្នាលជាមួយនឹងគ្នាអញ្ចឹងពួកគេហ្នឹងក៏ខ្សឹបខ្សៀវគ្នាថាក្រុមហ៊ុនរបស់ពួកគេគឺថាចិត្តមានរឿងល្អហើយឆឹងអ៊ីគេក៏ឆ្លើយតបថារឿងល្អដែរនឹងកើតឡើងគឺគេនឹងទទួលបាននៅ project ហ្នឹងអញ្ចឹងក៏ឲ្យពីរអ្នក
ហ្នឹងយកឯកសារហ្នឹងយកទៅអានយកទៅមើលឲ្យបានច្បាស់លាស់ឯភ័យចឹងគេក៏សុំឆឹងអ៊ីហ្នឹងគឺញ៉ាំអាហារពេលល្ងាចជាមួយនឹងគ្នាមកពេលទៅឆឹងអ៊ីហ្នឹងគេក៏រៀបចំចម្អិនអាហារដើម្បីទទួលភ័យចឹងពួកគេញ៉ាំអាហារជាមួយនឹងគ្នាបដានិយាយលេងសើចសប្បាយបែបផ្អែមល្ហែមជាមួយនឹងគ្នាបដាភ័យចឹងហ្នឹងគេក៏និយាយថាគឺឆឹងអ៊ីឥឡូវមានស្នាមញញឹមច្រើនណាស់ចឹងឆឹងអ៊ីហ្នឹងគេក៏ឆ្លើយតបហ្នឹងក៏ព្រោះដោយសារតែភ័យចឹងព្រោះគេគឺមានការផ្លាស់ប្ដូរច្រើនបន្ទាប់ពីបានស្គាល់ភ័យចឹងហើយភ័យចឹងហ្នឹងក៏បានចាប់ផ្ដើមខ្លាចទៅជាមនុស្សម្នាក់ដែលសំខាន់នៅក្នុងជីវិតរបស់គេភ័យចឹងក៏ចោទជាសំណួរទៅកាន់ឆឹងអ៊ីថាឆឹងអ៊ីហ្នឹងកំពុងតែសារភាពស្នេហ៍មកកាន់គេមែនឆឹងអ៊ីគេបដិសេធថាអត់ទេគឺគេកំពុងតែបង្ហាញពីអារម្មណ៍របស់គេទៅកាន់ភ័យចឹងប៉ុណ្ណោះតែតាមពិតឆឹងអ៊ីលួចស្រឡាញ់ភ័យចឹងហើយគ្រាន់តែថាគេហ្នឹងមិនទាន់ហ៊ានទទួលស្គាល់អារម្មណ៍មួយហ្នឹងតែបន្ទាប់ពីនោះគឺឆឹងអ៊ីហ្នឹងគេក៏ទទួលបានដំណឹងថាបន្ទាប់ពីចៅជីងបានត្រឡប់មកវិញគឺចៅជីងហ្នឹងបានផ្ដាច់ចង្វាក់ផលិតកម្មរោងចក្ររបស់គេចឹងហើយឆឹងអ៊ីហ្នឹងគឺថាត្រូវរោងចក្រផ្សេងទៀតដើម្បីធ្វើការផលិតនៅផលិតផលរបស់គេដែលគេហ្នឹងគឺមានកងត្រាជាមួយនឹងរោងចក្រមួយទៀតប៉ុន្តែគេទុកនៅកន្លែងរបស់ចៅជីងទៅគេហ្នឹងក៏មកស្វែងរកនៅកន្លែងរបស់ចៅជីងប៉ុន្តែត្រូវចៅជីងហ្នឹងតាមមកតើចៅជីងហ្នឹងគឺគេអត់ដឹងពីរឿងការបិទសង្វាក់ផលិតកម្មអីនោះទេចឹងគេក៏ឲ្យឆឹងអ៊ីហ្នឹងគឺថាធ្វើការដកខ្លួនចាញ់ពីការដេញថ្លៃទៅគឺគ្រប់យ៉ាងអាចនឹងធ្វើការដោះស្រាយបានក៏ប៉ុន្តែឆឹងអ៊ីហ្នឹងក៏បានឆ្លើយតបថាដោះស្រាយយ៉ាងម៉េចនៅពេលដែលចៅជីងគឺផ្ដាច់ជំនួយឧបត្ថម្ភមកកាន់ក្រុមហ៊ុនរបស់គេគឺពួកគេទាំងពីរនាក់ហ្នឹងបានចប់គ្នាតាំងពីពេលហ្នឹងហើយដោយសារតែឆឹងអ៊ីគឺនិយាយទាំងជឿជាក់ព្រោះថាសំអាងដែលមានភ័យចឹងហ្នឹងជាអ្នកជួយនៅពីក្រោយខ្នងចៅជីងហ្នឹងគេក៏ប្រាប់ការពិតមួយដែលការពិតហ្នឹងគឺតកតងជាមួយនឹងអ្នកដែលបានបង្កហេតុធ្វើឲ្យម៉ាក់របស់ភ័យចឹងហ្នឹងបានស្លាប់បាត់បង់ជីវិតមុននឹងប្រកាសពីការពិតគឺចៅជីងហ្នឹងគេក៏រៀបរាប់ពីជីវិតរបស់គេកាលពីតូចក៏ដោយសារតែម៉ាក់របស់គេហ្នឹងគឺជាស្រីបម្រើនៅក្នុងគ្រួសារចៅចឹងហើយគឺគេមិនអាចប្រើប្រាស់តកោចៅបានទេនៅពេលហ្នឹងគេហៅប៉ារបស់គេត្រឹមតែពូប៉ុណ្ណោះប៉ុន្តែនៅពេលដែលម៉ាក់របស់ភ័យចឹងបានស្លាប់ទៅគឺប៉ារបស់គេហ្នឹងក៏រៀបការជាមួយនឹងម៉ាក់របស់គេនៅពេលហ្នឹងទៅគេហ្នឹងក៏អាចប្រើប្រាស់តកោចៅបានហើយពេលនោះគឺជាពេលដែលរីករាយបំផុតសម្រាប់គេក៏ប៉ុន្តែគឺជាពេលសោកសៅសម្រាប់ភ័យចឹងឆឹងអ៊ីគឺអត់យល់ពីការរៀបរាប់របស់ចៅជីងទេអញ្ចឹងគេក៏ឲ្យចៅជីងហ្នឹងគឺនិយាយចូលសាច់រឿងមកថាចង់និយាយពីអីដូច្នេះចៅជីងហ្នឹងគេក៏និយាយការពិតថាអ្នកដែលបានធ្វើឲ្យម៉ាក់របស់ភ័យចឹងហ្នឹងស្លាប់គឺជាឆឹងអ៊ីព្រោះការពេលដែលម៉ាក់របស់ឆឹងអ៊ីហ្នឹងគឺជួបគ្រោះថ្នាក់ចរាចរណ៍ឡានបុកហ្នឹងគឺម៉ាក់របស់ភ័យចឹងជាមួយនឹងភ័យចឹងហ្នឹងជាអ្នកឃើញហេតុការណ៍ហ្នឹងហើយគាត់ហ្នឹងក៏ទៅធ្វើការជួយឆឹងអ៊ីដល់ពេលហើយគាត់ទៅមើលម៉ាក់របស់ឆឹងអ៊ីម្ដងស្រាប់តែគាត់ហ្នឹងកំពុងតែតាក់ទងទៅឡានពេទ្យហ្នឹងគឺថាឡានហ្នឹងវាក៏បានផ្ទុះដែលធ្វើឲ្យពួកគាត់ទាំងពីរនាក់ហ្នឹងគឺបានស្លាប់ទៅជាមួយគ្នាចៅជីងគេក៏ថាបើសិនជាភ័យចឹងបានដឹងពីរឿងហេតុមួយហ្នឹងដឹងថាឆឹងអ៊ីគឺជាអ្នកដែលធ្វើឲ្យគ្រួសាររបស់ភ័យចឹងហ្នឹងបែកបាក់គ្នាគិតតែមើលថាតើភ័យចឹងគឺនឹងខឹងស្អប់ជាមួយនឹងឆឹងអ៊ីប៉ុណ្ណាដូច្នេះតើគឺឆឹងអ៊ីហ្នឹងក៏ចាប់ផ្ដើមរក្សាកម្រិតពីភ័យចឹងគឺមិនសូវចង់មានទំនាក់ទំនងជាមួយនឹងភ័យចឹងហើយក៏កិច្ចវេះពីភ័យចឹងការកិច្ចវេះរបស់ឆឹងអ៊ីក៏ព្រោះតែគេហ្នឹងមិនចង់ឲ្យភ័យចឹងហ្នឹងមានការឈឺចាប់បើសិនជាភ័យចឹងបានដឹងពីរឿងមួយហ្នឹងអញ្ចឹងសុកចិត្តគឺថាមិននិយាយអ្វីទាំងអស់ល្អជាងតែឆឹងស៊ីឃើញថាឆឹងអ៊ីហ្នឹងដូចជាប្លែកមានយំផងហើយឃុំខ្លួនឯងនៅក្នុងបន្ទប់អញ្ចឹងគេក៏បានខលទៅកាន់ភ័យចឹងហើយប្រាប់ភ័យចឹងពីរឿងរ៉ាវចឹងណាភ័យចឹងហ្នឹងក៏បារម្ភពីឆឹងអ៊ីហ្នឹងគេក៏បញ្ញាប់មករកឆឹងអ៊ីភ័យចឹងទៅដល់មុខបន្ទប់របស់ឆឹងអ៊ីព្យាយាមហៅឆឹងអ៊ីហ្នឹងគេមិនឆ្លើយតបទៅភ័យចឹងហ្នឹងក៏ចូលមកក្រៅគឺថាគឺនៅអង្គុយរងចាំរហូតដល់តែឆឹងអ៊ីហ្នឹងគឺចូលមកជួបជាមួយនឹងគេឯឆឹងអ៊ីគឺរបៀបថាមិនដឹងថាគួរតែលាក់លៀមជាមួយនឹងភ័យចឹងដល់របៀបណាបន្តទៀតទៅគេហ្នឹងក៏កាន់តុក្កតារបស់គេហ្នឹងចូលមកក្រៅហើយក៏បកគោលហុចឲ្យភ័យចឹងតុក្កតាមួយហ្នឹងគឺភ័យចឹងហ្នឹងគេបានបកគោលឲ្យឆឹងអ៊ីនៅពេលដែលម៉ាក់របស់ឆឹងអ៊ីហ្នឹងជួបគ្រោះថ្នាក់ចរាចរណ៍ដូច្នេះតែឆឹងអ៊ីហ្នឹងគឺថាមិនបាច់បកស្រាយច្រើននោះទេព្រោះនេះគឺជាមូលហេតុដែលគេហ្នឹងកំពុងតែធ្វើការកិច្ចវេះពីភ័យចឹងហ្នឹងឯងតបពីចៅចេញព្យាយាមបំបាច់ទំនាក់ទំនងរបស់ឆឹងអ៊ីជាមួយនឹងភ័យចឹងហើយឥឡូវហ្នឹងគេក៏មកឌឺដងផ្លែផ្កាមកកាន់ភ័យចឹងគេច្បាស់លាស់ណាគឺថាឆឹងអ៊ីហ្នឹងគឺនឹងល្អៀខ្លួនពេលដែលនៅក្បែរភ័យចឹងចៅចេញហ្នឹងគេក៏ព្យាយាមនិយាយពីរឿងរ៉ាវរបស់ឆឹងអ៊ីដែលគេហ្នឹងបានដឹងថាឆឹងអ៊ីហ្នឹងចូលចិត្តអីមិនចូលចិត្តអីអាឡែស៊ីជាមួយនឹងអីអញ្ចឹងណាហើយនឹងរឿងដែលគេហ្នឹងបានជួយស្រោចស្រង់ក្រុមហ៊ុនរបស់ឆឹងអ៊ីប៉ុន្តែភ័យចឹងហ្នឹងគេក៏ឆ្លើយតបបើទោះបីជាអញ្ចឹងមែនប៉ុន្តែវាមិនអាចផ្លាស់ប្ដូរការពិតដែលឆឹងអ៊ីហ្នឹងគឺមិនបានស្រឡាញ់ឯងឡើយចៅចេញហ្នឹងគេក៏ឆ្លើយតបថាអត់ស្រឡាញ់យ៉ាងម៉េចបើមិនអញ្ចឹងមែននាងហ្នឹងព្រមគេងជាមួយនឹងគេហើយនៅក្បែរគេអស់រយៈពេល3ឆ្នាំហ្នឹងឯងហើយចឹងបានឆ្លើយតបវិញថាកំភៃអីគឺនាងមិនស្រឡាញ់មនុស្សដែលធ្វើបាបនាងនោះទេហើយចំពោះរឿងគ្រោះថ្នាក់ចរាចរណ៍នោះវិញក៏មិនមែនជារឿងដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេឡើយកាលណាដែលគេហ្នឹងនៅតែស្រឡាញ់ឆឹងអ៊ីគឺគេនៅតែអាចបន្តទំនាក់ទំនងជាមួយនឹងឆឹងអ៊ីបានហើយក៏ផ្ដាំចោលចេញហ្នឹងគឺថាកង្ខ្វល់រឿងគេច្រើនពេកគូតែខ្វល់ធ្វើយ៉ាងណាឲ្យវាងឈន់គ្រប់របស់ខ្លួនហ្នឹងគឺអាចទទួលបាននៅប្រជែកថ្មីនោះអញ្ចឹងតើគឺចោលចេញហ្នឹងអត់និយាយតវ៉ាជាមួយនឹងភ័យចឹងហើយគេក៏បញ្ញាមកជួយជាមួយនឹងលោកពូចិនចោលចេញគឺគេចង់ឲ្យលោកពូចិនហ្នឹងគឺយកក្រុមហ៊ុនរបស់គេហ្នឹងចូលទៅក្នុងគម្រោងគាត់ផងហើយចោលចេញហ្នឹងគឺគេនិយាយរៀបរាប់ពីតម្រូវការដែលលោកពូចិនហ្នឹងក៏ចង់បានលោកពូចិនហ្នឹងក៏ដូចជាចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីរបស់ចោលចេញដែរប៉ុន្តែគាត់មិនទាន់ផ្ដល់ចម្លើយឲ្យចោលចេញទៅធ្វើឲ្យចោលចេញហ្នឹងមានការសង្ស័យដោយសារតែលោកពូចិនហ្នឹងគឺចាប់អារម្មណ៍លើគម្រោងគេហើយព្រោះតែបែរជាបដិសេធជាមួយនឹងគេអញ្ចឹងច្បាស់ជាមានអ្នកនៅពីក្រោយខ្នងហើយទៅគេហ្នឹងក៏ឲ្យកូនចាស់របស់គេហ្នឹងទៅស៊ើបមើលហើយសាច់
រឿងហ្នឹងក៏បង្ហាញឲ្យឃើញអ្នកដែលនៅពីក្រោយខ្នងហ្នឹងគឺជាភ័យចឹងហ្នឹងឯងគឺភ័យចឹងហ្នឹងបានចរចាជាមួយនឹងលោកពូចិនដែលឲ្យក្រុមហ៊ុនរបស់គេហ្នឹងគឺបានចូលទៅក្នុងប្រជែកថ្មីរបស់គាត់ហើយក៏កុំឲ្យចៅជីងហ្នឹងបានចូលរួមនៅក្នុងប្រជែករបស់គាត់អីសោះហើយចឹងគឺធ្វើការដោះដូរជាមួយនឹងលោកពូចិនហ្នឹងគឺត្រឹមតែស្រាក្រហមមកដល់បណ្ដោះគឺជាស្រាដែលគាត់នឹងចូលចិត្តហើយនៅកន្លែងការងាររបស់ឆឹងអ៊ីវិញគឺឆឹងអ៊ីហ្នឹងគេកំពុងតែស្វាស្វែងជាមួយនឹងការងាររបស់គេណាប៉ុន្តែការងារទាំងអស់ហ្នឹងធ្វើដូចជាប្រឡប់ទុកខ្លះនោះទេចៅយ៉ងហ្នឹងគឺគេមើលដឹងថាឆឹងអ៊ីជាមួយនឹងភ័យចិនហ្នឹងដូចជារបៀបថាមកសិក្សាជាមួយនឹងគ្នាដូចមុនតែគេហ្នឹងក៏បបួលឆឹងអ៊ីហ្នឹងទៅក្រៅដោយទៅក្លឹបកំសាន្តមកកន្លែងហើយក្លឹបកំសាន្តហ្នឹងគឺជាកន្លែងរបស់ភ័យចិនតែប៉ុន្តែគឺចៅយ៉ងហ្នឹងគេបោកឲ្យឆឹងអ៊ីជាមួយនឹងភ័យចិនហ្នឹងគឺបានជួបគ្នាសោះអញ្ចឹងឆឹងអ៊ីហ្នឹងគេក៏ថាឲ្យភ័យចិនដល់ឈប់ចំណាយពេលមកលើរូគេទៀតទៅគឺវាអត់ប្រយោជន៍នោះទេអូគេជាមួយនឹងម៉ាក់គេហ្នឹងគឺជាអ្នកដែលធ្វើឲ្យម៉ាក់របស់ភ័យចិនហ្នឹងបាត់បង់ជីវិតធ្វើឲ្យភ័យចិនហ្នឹងរស់នៅជាមួយនឹងភាពឯកាហើយគេក៏មិនអាចធ្វើការសងនៅកំហុសខុសឆ្គងមួយនឹងបានដែរភ័យចិនក៏ឆ្លើយតបជាមួយនឹងឆឹងអ៊ីវិញថាគឺវាត្រូវហើយម៉ាក់របស់គេហ្នឹងពិតជាបានស្លាប់ក៏ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួយនឹងមែនប៉ុន្តែនៅពេលហ្នឹងគឺពួកគេទាំងពីរនាក់ជាអ្នកស្ម័គ្រចិត្តនៅក្នុងការជួយជីវិតរបស់ឆឹងអ៊ីជាមួយនឹងម៉ាក់ឆឹងអ៊ីហើយម៉ាក់របស់គេក៏មិនមានការសោកស្ដាយចំពោះគេវិញក៏ដូចគ្នាអញ្ចឹងបន្ទាប់ពីភ័យចិនហ្នឹងគឺបានធ្វើការបកស្រាយបែបហ្នឹងហើយក៏ធ្វើឲ្យពួកគេហ្នឹងគឺថាត្រូវរើគ្នាវិញហើយចំពោះចៅចេញវិញគឺគេបានបរាជ័យនៅក្នុងការចរចាប្រជែកថ្មីជាមួយនឹងលោកពូចិនហើយទៅប៉ារបស់គេហ្នឹងក៏បានស្ដីបន្ទោសថាឲ្យគេប៉ុន្តែចៅចេញហ្នឹងគឺគេសុំឱកាសមួយទៀតអញ្ចឹងតើគាត់ហ្នឹងក៏ផ្ដល់ឱកាសឲ្យចៅចេញហ្នឹងគឺតាក់ទងជាមួយនឹងចំនួនរបស់ពួកគេហ្នឹងនៅខាងត្បូងក្រុងហើយចំនួនខាងត្បូងក្រុងហ្នឹងគឺជាចំនួនដែលតាក់ទងជាមួយនឹងលីងស៊ូហ្នឹងឯងអញ្ចឹងហើយចៅចេញហ្នឹងគេក៏មកនិយាយសម្ដីផ្អែមក៏ដូចជាសុំទោសទៅកាន់លីងស៊ូចំពោះទង្វើដែលគេហ្នឹងបានធ្វើកន្លងមកលីងស៊ូហ្នឹងគេក៏ព្រមអភ័យទោសឲ្យចៅចេញប៉ុន្តែគេក៏ថាការដែលគេធ្វើបែបនេះក៏មិនមែនដើម្បីតែស្នេហាប្រុសស្រីទេគឺគេធ្វើដើម្បីក្រុមហ៊ុនទាំងពីរគ្រួសាររីឯភ័យចង់ជាមួយនឹងឆឹងអ៊ីក៏ពងតែចាញ់មកដើរលេងនៅខាងក្រៅជាមួយនឹងគ្នាភ័យចង់ហ្នឹងគេក៏បានទិញខ្សែកហ្នឹងឲ្យឆឹងអ៊ីហើយក៏ធ្វើការបកគោនៅអតុកតារូបតន្សែរបស់គេហ្នឹងឲ្យទៅឆឹងអ៊ីវិញបន្ទាប់មកពួកគេហ្នឹងក៏ដែរចូលមកកាន់ភោជនីយដ្ឋានដើម្បីញ៉ាំអីជាមួយនឹងគ្នាប៉ុន្តែបែរជាជួបជាមួយនឹងគូរបស់ចៅចេញនិងលីងស៊ូហ្នឹងគេក៏ហៅពីរនាក់ហ្នឹងរួមតុអាហារជាមួយនឹងគ្នាចៅចេញឃើញឆឹងអ៊ីហ្នឹងនៅជាមួយនឹងភ័យចង់អញ្ចឹងគេក៏គិតតែសម្លក់សម្លឹងទៅកាន់ឆឹងអ៊ីរបៀបថាគេកំពុងតែប្រច័ណ្ឌណាចៅចេញហ្នឹងគេក៏រំលឹកពីរឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងទៀតហើយដែលគិតថាគឺនឹងបែកបាក់គេបានណាប៉ុន្តែភ័យចង់ហ្នឹងគេឡើងឌឺហើយចង់គេថារឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺបង្កើតនិស័យឲ្យគេជាមួយនឹងឆឹងអ៊ីហ្នឹងបានស្គាល់គ្នាហើយលេងស៊ូដោយសារតែគេហ្នឹងឃើញចៅចេញហ្នឹងចេះតែសម្លឹងមុខឆឹងអ៊ីហើយក៏ចង់ឌឺដងអញ្ចឹងតើគេក៏យកចំណុយហ្នឹងបច្ចុកចៅចេញប៉ុន្តែចៅចេញអត់ញ៉ាំទេហើយភ័យចង់ហ្នឹងគេក៏ធ្វើជាបច្ចុកឆឹងអ៊ីដែរតែខុសគ្នាណាគឺឆឹងអ៊ីហ្នឹងគេក៏ញ៉ាំចំណុយដែលភ័យចង់ហ្នឹងបច្ចុករួចហើយឆឹងអ៊ីហ្នឹងគេក៏និយាយថាអាហារនៅភោជនីយដ្ឋាននេះអត់ឆ្ងាញ់ទេអញ្ចឹងគេក៏បបួលភ័យចង់ហ្នឹងគឺទៅញ៉ាំកន្លែងផ្សេងចៅចេញហ្នឹងគេក៏ចង់តាមឆឹងអ៊ីប៉ុន្តែលេងស៊ូហ្នឹងគេក៏ឲ្យអង្គុយចោលថាតើចៅចេញហ្នឹងគឺនៅចង់បានកម្រោងនោះទៀតឬមួយក៏អត់បើចង់បានទេគឺគេអាចជួយបានប៉ុន្តែនៅពេលដែលបានកម្រោងហ្នឹងហើយគឺពួកគេត្រូវធ្វើការប្រកាសជាសាធារណៈអំពីការរៀបការរបស់ពួកគេហើយដល់ពេលដែលគេហ្នឹងរំលឹកពីតំណែងរបស់ចៅចេញជាមួយនឹងឆឹងអ៊ីហ្នឹងក៏ធ្វើឲ្យចៅចេញហ្នឹងគឺការពារឆឹងអ៊ីមិនឲ្យលេងស៊ូហ្នឹងនិយាយពីឆឹងអ៊ីនោះទេហើយក៏មិនបាច់និយាយពីតំណែងរបស់ពួកគេដែរតែលេងស៊ូហ្នឹងគេក៏សំអាងថាគេហ្នឹងគឺជាគូដណ្ដឹងអញ្ចឹងគេមានសិទ្ធិនៅក្នុងការនិយាយចៅចេញហ្នឹងគេក៏និយាយឌឺទៅកាន់លេងស៊ូវិញដោយរបៀបថាផ្លេចខ្លួនដែរណាគេថាគូដណ្ដឹងអីគេគឺគេមិនបានភ្ជាប់ពាក្យជាមួយនឹងលេងស៊ូទេនេះគឺជាការរៀបចំរបស់ប៉ាគេអញ្ចឹងនេះប្រហែលជាការភ្ជាប់ពាក្យរបស់លេងស៊ូជាមួយនឹងប៉ាគេគួរតែហៅលេងស៊ូថាម៉ាក់ចុងមិនត្រូវលេងស៊ូអត់សំណើជាមួយនឹងចៅចេញព្រោះថាដោយសារតែការភ្ជាប់ពាក្យរបស់គេគឺខាងក្រុមហ៊ុនរបស់ចៅចេញហ្នឹងទទួលបានផលចំណេញយ៉ាងច្រើនហើយចុះបើសិនជាអត់មានគេតើចៅចេញនឹងដោះស្រាយជាមួយនឹងរឿងទាំងអស់នោះដោយរបៀបណាពេលបន្តមកទៀតគឺជាថ្ងៃដែលក្រុមហ៊ុនបាញ់យីហ្នឹងដាក់ដេញថ្លៃនៅផលិតផលរបស់ខ្លួនគឺដើម្បីឲ្យក្រុមហ៊ុនផ្សេងទៀតហ្នឹងធ្វើការសហការជាមួយនឹង project ថ្មីរបស់គេគឺជា game តែអត់ដឹងថា game អីនោះទេក្រុមហ៊ុននីមួយៗក៏ធ្វើការឡើង present ពីកម្រងរបស់ខ្លួនដែលថាកម្រងរបស់ពួកគេហ្នឹងគឺយ៉ាងម៉េចបានស័ក្តិសមជាមួយនឹងបាញ់យីក៏ដូចជាថាតើវាបានផ្ដល់ផលប្រយោជន៍ក៏ដូចជាធ្វើយ៉ាងណាឲ្យពួកគេហ្នឹងមានការចំណេញទាំងសងខាងលុះបន្ទាប់ពីពួកគេហ្នឹងបានធ្វើការ present រៀងៗខ្លួនហើយគឺចាប់ផ្ដើមដល់ការ vote ហើយហើយចង់ហ្នឹងគេក៏មានសម្លេងឆ្នោតមួយដែរនៅក្នុងហ្នឹងអញ្ចឹងបន្ទាប់ពីម្ចាស់ហ៊ុនផ្សេងរបស់បាញ់យីក្រុមហ្នឹងធ្វើការ vote ហើយជាលទ្ធផលហ្នឹងគឺថាឆឹងអ៊ីហ្នឹងទទួលបាននៅ project មួយហ្នឹងជាមួយនឹងបាញ់យីក៏ប៉ុន្តែចៅចេញហ្នឹងគឺគេអុកឡុកមិនឲ្យឆឹងអ៊ីហ្នឹងទទួលបាននៅ project ហ្នឹងឡើយគឺដែលជួយឲ្យលោកឈៀវដែលជាដៃគូក្រុមហ៊ុនប្រកួតប្រជែងគ្នាហ្នឹងធ្វើការអុកឡុកបន្ទាប់ពីទទួលបាននៅលទ្ធផលហ្នឹងគឺគាត់ថាគាត់មិនសុខចិត្តទេគាត់មានផុសតាងដែលឆឹងអ៊ីហ្នឹងគឺលួចតាក់ទងជាមួយនឹងភ័យចឹងដែលជាជំនួយការរបស់ CEO ខាងបាញ់យីក្រុមហ្នឹងឆឹងអ៊ីហ្នឹងក៏បង្ហាញពីភាពស្មោះត្រង់របស់ខ្លួនដែរប៉ុន្តែដោយសារតែគេហ្នឹងពិតជាមានទំនាក់ទំនងជាមួយនឹងភ័យចឹងមែនដែលពិបាកនៅក្នុងការបកស្រាយទៅទីបំផុតភ័យចឹងហ្នឹងគេក៏ចេញមុខបកស្រាយឲ្យឆឹងអ៊ីគឺគេសារភាពថាពួកគេហ្នឹងពិតជាមានទំនាក់ទំនងជាមួយនឹងគ្នាមែនប៉ុន្តែគេនោះទេជាអ្នកតាមស្រឡាញ់ឆឹងអ៊ីប៉ុន្តែចង់ភ័យចឹងហ្នឹងនិយាយពីហេតុផលអីក៏ដោយគឺលោកឈៀវហ្នឹងគាត់នៅតែអុកឡុកហ្នឹងឯងគាត់ថាពីរអ្នកហ្នឹងពិតជាមានទំនាក់ទំនងស៊ីស៊ូជាមួយនឹងគ្នាមែនអញ្ចឹងគាត់មិនសុខចិត្តទេឲ្យធ្វើការវោតម្ដងទៀតហើយក៏ដកក្រុមហ៊ុនរបស់ឆឹងអ៊ីហ្នឹងចេញពីការ
ការវោតដល់លោកឈៀវនឹងនៅតែរឹងទៅអញ្ចឹងគឺថាភ័យចឹងហ្នឹងគេក៏ដើរជំហានចុងក្រោយរបស់គេថាទី1គឺគេស្រឡាញ់ឈឹងអ៊ីហ្នឹងគឺវាអត់មានកំហុសទេហើយទី2គឺមុននឹងធ្វើការវោតគេបានដកខ្លួនចេញពីការវោតហើយការពិតនោះគឺភ័យចឹងហ្នឹងគេក៏បានប្រកាសតែម្ដងទៅថាជ្រុលដល់ចំណុចមួយហ្នឹងហើយគេហ្នឹងគឺជាភ័យចឹង CEO របស់បាងយីងគ្រប់តែម្ដងដែលមានហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនហើយក៏សម្រេចថាក្រុមហ៊ុនរបស់ឈឹងអ៊ីហ្នឹងគឺឈ្នះនៅក្នុងការដេញថ្លៃក៏ដូចជាសហការជាមួយនឹងបាងយីងគ្រប់របស់ពួកគេដែលឡៃចៅជីងដែលកំពុងតែមើលការផ្សាយផ្ទាល់នេះវិញគឺថាកំពុងតែក្តៅដូចបាយពុះអញ្ចឹងព្រោះថាខំជួមនុស្សឲ្យតែអុកឡុកគេហើយបែរជាមិនបានសម្រេចទៀតហើយឈឹងអ៊ីវិញទោះបីជាគេទទួលបាននៅការសហការហើយគេក៏រៀងអន់ចោលជាមួយនឹងភ័យចឹងបន្ទាប់ពីបានដឹងពីអត្តសញ្ញាណពិតរបស់ភ័យចឹងតើភ័យចឹងក៏ណាត់ឈឹងអ៊ីហ្នឹងដើម្បីជួបនិយាយគ្នាក៏ដូចជាបកស្រាយចំពោះពីមូលហេតុដែលគេនឹងធ្វើការលាក់បាំងប៉ុន្តែគឺភ័យចឹងហ្នឹងអត់មានបំណងអាក្រក់អីនោះទេហើយឈឹងអ៊ីហ្នឹងគេក៏មិនបានខឹងអីណាដែរហើយចឹងគេបកស្រាយថាការដែលគេលាក់អត្តសញ្ញាណហ្នឹងក៏ព្រោះថាជាវៀងមានការសង្ស័យនៅពេលដេញថ្លៃដូចរឿងដែលបានកើតឡើងអញ្ចឹងណាហើយមួយវិញទៀតគឺគេចង់ឲ្យឈឹងអ៊ីហ្នឹងបញ្ជាក់ថាក្រុមហ៊ុនរបស់ឈឹងអ៊ីហ្នឹងពិតជាមានសមត្ថភាពស័ក្តិសមដែលនឹងរួមសហការជាមួយនឹងក្រុមហ៊ុនរបស់គេមែនហើយបន្ទាប់ពីគេបកស្រាយហើយគឺថាពីរអ្នកគេហ្នឹងឡើង sweet ល្អកល្អើនជាមួយនឹងគ្នាតែម្ដងណារួចមកភ័យចឹងហ្នឹងក៏ស្រាប់តែទទួលបានសារពីនារីម្នាក់អញ្ចឹងភ័យចឹងហ្នឹងគេក៏ចាញ់ទៅនិយាយទូរស័ព្ទជាមួយនឹងម្នាក់ហ្នឹងទៅដល់ហើយស្រាប់តែឈឹងអ៊ីហ្នឹងគឺចាញ់មកតនភ័យចឹងហ្នឹងគេក៏ខ្ទប់ screen iPad របស់គេហ្នឹងទៅលើតុឈឹងអ៊ីស្មានថាភ័យចឹងហ្នឹងមានរឿងអីលាក់បាំងជាមួយនឹងគេតាតាមពិតភ័យចឹងគឺគេកំពុងតែប្រជុំជាមួយនឹងម្ចាស់ក្រុមហ៊ុនមួយទៀតគឺជាក្រុមហ៊ុននាំមុខនៅក្នុងស្រុកគេហ្នឹងដើម្បីជាតំណែងតំណងនៅក្នុងការជួយក្រុមហ៊ុនរបស់ឈឹងអ៊ីហើយឈឹងអ៊ីគេស្គាល់ក្រុមហ៊ុនហ្នឹងដែរគឺជាក្រុមហ៊ុនដែលរបៀបថាធំដែរចឹងណាគេក៏ត្រេកអរហើយក៏ថោកភ័យចឹងហ្នឹងទាំងសប្បាយចិត្តព្រឹកថ្ងៃបន្ទាប់មកភ័យចឹងហ្នឹងគេក៏ជូនឈឹងអ៊ីហ្នឹងត្រឡប់មកផ្ទះវិញប៉ុន្តែភ័យចឹងហ្នឹងមិនដាច់ចិត្តឲ្យឈឹងអ៊ីហ្នឹងទៅណាសោះដល់ពេលមានស្នេហាទៅគឺថាភ្លេចរឿងការងារទោះបីជាធ្វើការងារហ្នឹងក៏នឹកឃើញដល់ស្នេហាមុនដែរគេនៅសែសងគ្នាឡើងមកសតូធំតម្រាំទៅថាគឺឈឹងអ៊ីហ្នឹងគេដាច់ចិត្តដែរទៅហ្នឹងគឺគេថើបភ័យចឹងមួយសិនរួចហើយភ័យចឹងហ្នឹងគេក៏ទាញមកគឺថើបមួយទៀតចឹងទៅថាឈឹងអ៊ីហ្នឹងគេអាចមកផ្ទះរបស់គេបានពេលមកដល់ផ្ទះហើយគឺទ្វារផ្ទះរបស់ឈឹងអ៊ីហ្នឹងគឺស្រាប់តែបើកចំហណាឈឹងអ៊ីហ្នឹងស្មានថាឈិនស៊ីហ្នឹងគេភ្លេចបិទទ្វារតែមានណាស្រាប់តែចៅជីងហ្នឹងគឺនៅក្នុងផ្ទះហ្នឹងអញ្ចឹងហើយគឺថាចៅជីងហ្នឹងក៏ចាប់ឈិនអ៊ីហ្នឹងទៅធ្វើបាបដូចរាល់ដងលើកហ្នឹងគឺថាចាប់ជាមួយទឹកគ្នាប៊ីស្លាប់ប៊ីរស់ហើយគេថែមទាំងធ្វើការថតវីដេអូទៀតព្រោះគេខឹងស្អប់ដែលឈិនអ៊ីហ្នឹងគឺថតរូបជាមួយនឹងភ័យចឹងរីឯភ័យចឹងដែលកំពុងតែបើកឡានត្រឡប់ទៅវិញហ្នឹងគេស្រាប់តែចាប់អារម្មណ៍ឃើញថាគឺឈឹងអ៊ីហ្នឹងបានភ្លេចឯកសារនៅក្នុងឡានរបស់គេទៅគេហ្នឹងក៏បកឡានមកវិញគឺថាសំណាងល្អរបស់ឈិនអ៊ីហើយភ័យចឹងហ្នឹងគេក៏បានមកជួយឈិនអ៊ីតាន់ពេលនៅពេលដែលចៅជីងហ្នឹងគឺថាមិនតាន់ធ្វើបាបអីខ្លាំងខ្លាហើយចឹងគេក៏ធ្វើការវាយចៅជីងហ្នឹងឡើងម្ចាស់ដៃរួចមកទៅគេហ្នឹងក៏នាំឈឹងអ៊ីហ្នឹងចាញ់ពីហ្នឹងហើយដោយសារតែចៅជីងហ្នឹងគឺថាកំពុងតែកិច្ចវេះពីការរៀបការជាមួយនឹងលីងស៊ូទៅលីងស៊ូហ្នឹងមកជួយជាមួយនឹងលោកពូចៅហើយប្រាប់លោកពូចៅឈប់លាក់បាំងរឿងរបស់ចៅជីងទៀតទៅដឹងថាចៅជីងហ្នឹងកំពុងតែមិនចង់រៀបការជាមួយនឹងគេហើយការរៀបការនេះគឺជាការផ្សំផ្គុំរវាងអ្នកស្នងមរតកទាំងពីរគ្រួសារអញ្ចឹងលោកពូចៅហ្នឹងគឺមិនមែនមានកូនប្រុសដែលស្នងមរតកតែម្នាក់គត់ណាគឺលីងស៊ូចង់សម្ដៅទៅលើភ័យចឹងដូច្នេះហើយគឺគេចង់ធ្វើការផ្លាស់ប្ដូរកូនកំឡោះហើយលោកពូចៅហ្នឹងគាត់នឹកឃើញតែពីរឿងចម្លែកទៅគាត់ហ្នឹងក៏ធ្វើការផ្ទេរនៅទ្រព្យសម្បត្តិខ្លះតែឲ្យភ័យចឹងទោះបីជាភ័យចឹងបានបដូរតកូនរបស់ខ្លួនក៏ពិតមែនប៉ុន្តែភ័យចឹងនៅតែមានឈាមជ័រជាកូនរបស់គាត់ហើយភ័យចឹងហ្នឹងគេបដិសេធគេអត់ព្រមជួយធ្វើការលោកពូចៅទេអញ្ចឹងទៅលោកពូចៅហ្នឹងគាត់ក៏មានលក្ខខណ្ឌមួយទៀតគឺគាត់ទុកបីឲ្យភ័យចឹងគិត3ថ្ងៃបើសិនជាភ័យចឹងយកព្រមគឺគាត់នឹងធ្វើការបកគោនៅក្រុមហ៊ុនម៉ែរបស់ភ័យចឹងហ្នឹងតែឲ្យភ័យចឹងកាន់កាប់រួចមកភ័យចឹងក៏យករឿងហ្នឹងមកពិភាក្សាជាមួយនឹងលោកលាវណាគឺថាពួកគេហ្នឹងកំពុងតែស្វែងរកនៅផលតែងដែលវាងឈន់ក្រុមហ្នឹងគឺធ្វើនៅរឿងខុសច្បាប់តាក់ទងជាមួយនឹងការប្រើប្រាស់ក្រុមហ៊ុនរបស់ឈឹងអ៊ីហ្នឹងយកទៅធ្វើការចែកចាយអីចឹងណាប៉ុន្តែផលតែងទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងវាងឈន់ក្រុមអញ្ចឹងភ័យចឹងហ្នឹងគេកំពុងតែពិចារណានៅក្នុងការទទួលបានតំណែងមួយនៅក្នុងវាងឈន់ក្រុមហ្នឹងដែរហើយលោកលាវហ្នឹងក៏គេទៅតែសើបានមកដឹងថាតាមពិតទៅមូលហេតុដែលក្រុមហ៊ុនរបស់ឈឹងអ៊ីហ្នឹងខ្សែធនកាលពីមុនហ្នឹងគឺជាទង្វើរបស់ចៅជីនគឺគេរៀបអន្ទាក់បែបហ្នឹងក៏ដោយសារតែគេហ្នឹងចង់បានឈិនអ៊ីហើយចឹងហ្នឹងខំប្រាប់លោកលាវថាកុំឲ្យនិយាយរឿងមួយហ្នឹងឲ្យឈិនអ៊ីបានដឹងឲ្យសោះប៉ុន្តែមានណាគឺឈិនអ៊ីហ្នឹងគេបានលួចស្ដាប់ឮដោយចៃដន្យបាត់ហើយហ្នឹងដូច្នេះហើយក៏ធ្វើឲ្យឈិនអ៊ីហ្នឹងគឺថាខឹងភ្លាមតែម្ដងព្រោះគេខំទ្រាំអស់ពេល3ឆ្នាំដោយស្មានថាចៅជីងហ្នឹងគឺជាអ្នកមានគុណដែលជួយសង្គ្រោះក្រុមហ៊ុនគេប៉ុន្តែបែរជាចៅជីងសោះជាអ្នកធ្វើឲ្យក្រុមហ៊ុនរបស់គេខ្សែធនហើយក៏មកធ្វើជាជួយគេវិញអញ្ចឹងឈិនអ៊ីហ្នឹងគេក៏មកជួយចៅជីងដើម្បីដោះស្រាយរឿងហ្នឹងជាមួយនឹងគ្នាកុំឲ្យចៅជីងហ្នឹងចេះតែលើកហេតុផលថាខ្លួនហ្នឹងជាអ្នកមានគុណដែលជួយក្រុមហ៊ុនរបស់គេចៅជីងដល់ពេលបានដឹងថាឈឹងអ៊ីហ្នឹងគឺបានជ្រាបពីការពិតដឹងហើយគេក៏លុតជង្គង់ហ្នឹងសុំវល់ឈឹងអ៊ីហើយក៏ថាគេធ្វើគ្រប់យ៉ាងហ្នឹងក៏ព្រោះតែគេហ្នឹងស្រឡាញ់ឈឹងអ៊ីប៉ុន្តែការស្រឡាញ់របស់ចៅជីងគឺវាប្រៀបដូចជាឋាននរកកន្លែងធ្វើតរណកម្មអញ្ចឹងហើយគឺថាមិនបាច់ប្រៀបធៀបក្តីស្រឡាញ់របស់ខ្លួនឯងហ្នឹងជាមួយនឹងភ័យចឹងនោះទេក្តីស្រឡាញ់របស់ភ័យចឹងគឺក្តីស្រឡាញ់បែបយកចិត្តទុកដាក់មើលថែក៏ដូចជាមិនបង្ខិតបង្ខំចំពោះការសម្រេចចិត្តរបស់គេឡើយដូច្នេះតើឈឹងអ៊ីគឺគេកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងចៅជីងហើយពួកគេទាំងពីរនាក់ចាប់ពីថ្ងៃហ្នឹងតើគឺជាសត្រូវជាមួយនឹងគ្នាតែចៅជីងហ្នឹងគេក៏បានញុះញង់ឈឹងអ៊ីទៀតដែរកុំ
គិតស្មានថាភ័យចឹងហ្នឹងគឺស្រឡាញ់ឆឹងអ៊ីឲ្យសោះគឺប៉ារបស់គេតាំងតែតាក់ទងជាមួយនឹងភ័យចឹងឲ្យភ័យចឹងហ្នឹងគឺមកគ្រប់គ្រងវាងឈន់តែឆឹងអ៊ីហ្នឹងគឺគេអត់តន់ជឿទៅលើការញុះញង់របស់ចៅជីងឯងគេជឿលើភ័យចឹងច្រើនជាងហើយមានណាឆឹងអ៊ីពេលមកដល់ក្រុមហ៊ុនវិញគឺគេក៏ទទួលបានដំណឹងថាខាងប៉ាំងយីងគ្រប់ហ្នឹងធ្វើការផ្ដាច់កងត្រាជាមួយនឹងពួកគេហើយក៏មិនបន្តធ្វើការផ្គត់ផ្គង់នៅប្រាក់ហ្នឹងដើម្បីធ្វើការផលិតនៅតំណែងនោះទេអញ្ចឹងតើឆឹងអ៊ីហ្នឹងគេក៏បញ្ញាប់មហោភ័យចឹងតែភ័យចឹងហ្នឹងគឺគេកំពុងតែនៅសន្និសីទកសាជាមួយនឹងប៉ារបស់គេលោកពូចឹងហ្នឹងគាត់ធ្វើការប្រកាសដែរភ័យចឹងហ្នឹងគឺនឹងធ្វើការគ្រប់គ្រងក្រុមហ៊ុនវាងឈន់របស់គាត់ហ្នឹងជាមួយនឹងគ្នាប៉ុន្តែរឿងមួយដែលភ័យចឹងហ្នឹងគឺគេអត់បានដឹងលោកពូចឹងហ្នឹងក៏នឹងធ្វើការប្រកាសថាដែលការភ្ជាប់ពាក្យរវាងអ្នកស្នងមរតករបស់ក្រុមហ៊ុនទាំងពីរហ្នឹងគឺមិនបានលុបចោលនោះទេអញ្ចឹងហើយគឺនៅតែបន្តគឺភ័យចឹងហ្នឹងភ្ជាប់ពាក្យជាមួយនឹងលីងស៊ូរួចមកភ័យចឹងហ្នឹងក៏បានព្យាយាមមកបកស្រាយចំពោះរឿងហេតុដែលបានកើតឡើងថាគេហ្នឹងមិនបានដឹងចំពោះការភ្ជាប់ពាក្យនឹងឡើយប៉ុន្តែយ៉ាងណាក៏ដោយគឺឆឹងអ៊ីហ្នឹងគេក៏ប្រាប់ភ័យចឹងថាភ័យចឹងហ្នឹងគួរតែដឹងហើយនៅពេលដែលភ័យចឹងហ្នឹងបានក្លាយទៅជាអ្នកបន្តរបស់វាងឈន់ដូច្នេះហើយគឺថាភ័យចឹងហ្នឹងមិនបាច់បកស្រាយទៀតនោះទេឆឹងអ៊ីហ្នឹងគេក៏សុំបាយគ្នាតែម្ដងទៅដល់យប់ឡើងគឺឆឹងអ៊ីហ្នឹងគេក៏មកញ៉ាំស្រាខូចចិត្តនៅក្លឹបប៉ុន្តែគឺចៅជីនោះតាមដានឆឹងអ៊ីក៏មកតាមឆឹងអ៊ីដែររីឯភ័យចឹងហ្នឹងក៏មិនណយដែរគឺថាបដាលេងស៊ូហ្នឹងចូលមកក្លឹបឲ្យក៏អង្គុយក្បែរគ្នានឹងឯងចៅជីហ្នឹងគេក៏ខំជួយឲ្យភ្លើងបន្ថែមណាខៃឡូឆឹងអ៊ីហ្នឹងគឺត្រឡប់មករកគេវិញហើយបើថាឆឹងអ៊ីត្រឡប់មករកគេមែនណាគឺគេធានានៅក្នុងការកែខ្លួនទៅជាបរិះដែលឆឹងអ៊ីហ្នឹងស្រឡាញ់ពេញចិត្តហើយកែចំពោះអីដែលឆឹងអ៊ីហ្នឹងមិនចូលចិត្តដល់ចៅជីហ្នឹងគឺគេថាតែចោតភ័យចឹងហ្នឹងថាជាមនុស្សសម្រាមទៀតអញ្ចឹងហើយឆឹងអ៊ីហ្នឹងគេក៏ឆ្លើយតបថាគួរឲ្យអស់សំណោចបែរអ្នកទាំងពីរនេះសុទ្ធតែជាសម្រាមដូចគ្នាហ្នឹងនិយាយហើយហ្នឹងឆឹងអ៊ីហ្នឹងគេក៏រោដើរចាញ់តែចៅជីហ្នឹងក៏ចាប់ឆឹងអ៊ីហ្នឹងមកក្បែរគេដោយនិយាយឌឺដងទៅកាន់ភ័យចឹងដែលសួរថាបងប្រុសពួកគេទាំងពីរនេះគឺនៅជាមួយនឹងគ្នាហើយតើបងប្រុសមានបញ្ហាអីអត់ពេលដែលចៅជីហ្នឹងគឺព្យាយាមឌឺដងទៅកាន់ភ័យចឹងហើយភ័យចឹងហ្នឹងគេក៏តបតមកវិញគឺឆឹងអ៊ីហ្នឹងគេក៏ប្រាប់ថាបានហើយបើអ្នកទាំងពីរចង់ជួបគ្នាគឺត្រឡប់ទៅផ្ទះវិញទៅគេមិនចង់ជួបអ្នកទាំងពីរអ្នកហ្នឹងទៀតទេឯលោកពូចៅគាត់ក៏ធ្វើការលក់ក្រុមហ៊ុនរបស់ឆឹងអ៊ីដើម្បីកុំឲ្យចៅជីហ្នឹងគឺធ្វើការគ្រប់គ្រងឆឹងអ៊ីបន្តទៀតចឹងទៅក៏ធ្វើឲ្យចៅជីហ្នឹងគេខឹងជាមួយនឹងប៉ារបស់គេក៏លេចស្ដាប់តាមពាក្យសម្ដីរបស់លោកពូចៅទៀតហើយអញ្ចឹងទៅគឺភ័យចឹងហ្នឹងគេក៏ដើរតួជាកូនល្អមកថាឲ្យចៅជីមិនក៏មកទាស់ពាក្យសម្ដីជាមួយនឹងប៉ារបស់ខ្លួនអីចឹងណាហើយចឹងក៏ទទួលបានការទុកចិត្តពីលោកពូចៅទៅលោកពូចៅហ្នឹងក៏ប្រាប់ថានៅពេលដែលមានការសម្រេចចិត្តនៅក្នុងក្រុមហ៊ុនលោកក្រៅគឺគាត់នឹងពិភាក្សាជាមួយនឹងភ័យចឹងមុនហើយថ្ងៃបន្តមកទៀតឆឹងអ៊ីហ្នឹងគឺស្រាប់តែមានរឿងអាស្រូវនៅលើបណ្ដាញសង្គមរបស់គេហ្នឹងគឺអត់ដឹងថានរណាគេនោះទេបានយករូបរបស់ឆឹងអ៊ីដែលបានថតជាមួយនឹងភ័យចឹងផងនិងចៅជីងផងធ្វើការបង្ហោះជាសាធារណៈហើយចឹងឃើញចឹងហើយគេក៏បញ្ញាប់ឲ្យក្រុមការងារបច្ចេកទេសហ្នឹងធ្វើការលុបនៅរូបថតទាំងអស់ហ្នឹងចោលតែទោះបីជាលុបយ៉ាងណាក៏រូបថតជាមួយនឹងវីដេអូហ្នឹងគឺថានៅតែផុសបន្តដូច្នេះហើយឆឹងអ៊ីហ្នឹងគេក៏បាននឹកឃើញនៅកំណត់មួយគឺធ្វើការបកស្រាយជាសាធារណៈដែរទៅដើម្បីកុំឲ្យអ្នកទស្សនាហ្នឹងគឺមានការយកច្រឡំមកលើរូបគេហើយលេងស៊ូជាមួយនឹងលោកពូចៅហ្នឹងបានឃើញពីការបកស្រាយរបស់ឆឹងអ៊ីទៅលោកពូចៅហ្នឹងគាត់គិតថាគឺយកពេលវេលាមួយហ្នឹងដើម្បីធ្វើការសាកល្បងពីភាពស្មោះត្រង់របស់ភ័យចឹងលេងស៊ូហ្នឹងគិតថាហ្នឹងគឺជាកំណត់ល្អទៅគេហ្នឹងក៏ឲ្យលោកពូចៅហ្នឹងធ្វើការប្តឹងទៅកាន់ឆឹងអ៊ីហើយឆឹងអ៊ីហ្នឹងខ្លាចបន្លំព័ត៌មានក៏ដូចជាធ្វើឲ្យប៉ះពាល់មកដល់ក្រុមហ៊ុនរបស់ពួកគេអីចឹងណាហើយចាំមើលថាតើភ័យចឹងគឺនឹងចេញមកជួយឆឹងអ៊ីឬមួយក៏អត់ក៏ប៉ុន្តែនៅពេលដែលខាងវាងឈន់គ្រប់ហ្នឹងធ្វើការប្តឹងទៅកាន់ឆឹងអ៊ីហ្នឹងគឺស្រាប់តែមានអ្នកផុសវីដេអូហើយចៅជីហ្នឹងគឺបានចាប់បខំឆឹងអ៊ីជាមួយទឹកអីហ្នឹងណាអញ្ចឹងហើយការបកស្រាយរបស់ឆឹងអ៊ីកាលពីមុនហ្នឹងក៏អ្នកគ្រប់គ្នាហ្នឹងបានជឿហើយដូច្នេះទៅបញ្ហាទាំងអស់ហ្នឹងចោលទៅលើខាងវាងឈន់គ្រប់វិញហើយលោកពូចៅហ្នឹងក៏ខឹងជាមួយនឹងចៅជីងក៏មកធាក់ចៅជីងដល់ office របស់គេតែម្ដងហើយក៏សួរថាតើចៅជីងហ្នឹងគឺជាអ្នកផុសវីដេអូទាំងអស់ហ្នឹងដើម្បីបំផ្លាញក្រុមហ៊ុនរបស់ខ្លួនឯងនិងខ្លួនឯងមែនចៅជីងហ្នឹងគេក៏ឆ្លើយតបឡើងឆ្លើយទៅកាន់ប៉ារបស់គេថាប៉ាកុំខឹងខ្លាំងពេកប្រយ័ត្នគាំងបេះដូងស្លាប់ទៅក្រុមហ៊ុនទាំងអស់ធ្លាក់នៅក្នុងកណ្ដាប់ដៃគេហើយអញ្ចឹងតើលោកពូចៅហ្នឹងគាត់ក៏កាត់ផ្ដាច់ទំនាក់ទំនងឲ្យកូនជាមួយនឹងចៅជីងហើយក៏មិនផ្ដល់អីបន្តិចឲ្យចៅជីងនោះទេចំណែកឯឆឹងអ៊ីជាមួយនឹងភ័យចង់វិញតាមពិតទៅគឺពួកគេមិនបានបាយគ្នាមែនតើនោះទេគ្រាន់តែជាការសម្ដែងរបស់ពួកគេទាំងពីរនាក់ហើយបន្ទាប់ពីឆឹងអ៊ីហ្នឹងបានលើភ័យចង់និយាយតាក់ទងជាមួយនឹងរឿងដែលចៅជីងហ្នឹងបានបោកប្រាស់គេ3ឆ្នាំហ្នឹងមកគឺភ័យចង់ហ្នឹងគេក៏បានប្រាប់នៅអាការល្អដែលប៉ារបស់គេហ្នឹងបានឲ្យគេហ្នឹងចូលធ្វើការនៅក្នុងវាងឈន់គ្រប់អញ្ចឹងហើយគេគិតថាហ្នឹងគឺជាអាការល្អដែលគេហ្នឹងចូលទៅប្រមូលផុសតាងដែលបញ្ជាក់ថាចៅជីងហ្នឹងគឺបានធ្វើបាបឆឹងអ៊ីអីចឹងទៅដើម្បីចោទប្រកាន់ក៏ដូចជាប្តឹងទៅកាន់ចៅជីងអញ្ចឹងឃើញថាស្នេហារបស់ឆឹងអ៊ីជាមួយនឹងភ័យចង់ហ្នឹងគឺថាការតែផ្អែមល្ហែមជាមួយនឹងគ្នាព្រោះពួកគេបានយកចិត្តគ្នាច្រើនណាស់ទោះបីជាពួកគេហ្នឹងមានបញ្ហាអីក៏ពួកគេហ្នឹងដោះស្រាយជាមួយនឹងគ្នាដែរហើយចំពោះចៅជីងគឺគេហ្នឹងក៏ធ្វើការណាត់ជួបជាមួយនឹងឆឹងអ៊ីក៏ដោយសារតែគេហ្នឹងគិតស្មានថាឆឹងអ៊ីនឹងដឹងកូនគេចំពោះរឿងដែលគេហ្នឹងបានជួយផុសវីដេអូដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ឆឹងអ៊ីហើយគេហ្នឹងក៏និយាយអួតពីខ្លួនឯងដែលគេហ្នឹងព្យាយាមជួយគ្រប់យ៉ាងជួយឆឹងអ៊ីហើយចុងក្រោយគឺមានតែគេប៉ុណ្ណោះដែលជួយឆឹងអ៊ីគេនៅតែល្អជាមួយនឹងឆឹងអ៊ីចំពោះភ័យចង់វិញគឺនឹងរៀបការជាមួយនឹងលីងស៊ូហើយទៅគេហ្នឹងក៏តែចិញ្ចៀនរៀបការហ្នឹងសុំឆឹងអ៊ីហ្នឹងរៀបការដែរហើយឆឹងអ៊ីគឺគេក៏ឆ្លើយតបជាមួយនឹងចៅជីងថាឈប់ឈួតទៀតតើគឺគេដឹងពីល្បិចកលរបស់ចៅជីងហើយពីដំបូងធ្វើជាបង្ហោះនៅវីដេអូរូបភាពទាំងអស់ហ្នឹងដើម្បីបង្ករឿងរួចហើយក៏
ក៏ចេញមកការពារគេប្រើល្បិចកលដដែលគឺដើម្បីចង់ឃុំឃាំងគេប៉ុន្តែគេមិនឆោតល្ងងនោះទេហើយគេក៏មិនលើកលែងតោអីដែររីឯលីងស៊ូនឹងគេក៏មកជួបជាមួយនឹងលោកពូចៅទៀតហើយក៏ដោយសារតែតាក់ទងជាមួយនឹងទង្វើរបស់ចៅជីងដែលបានធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេនឹងធ្លាក់ហ៊ុនខ្លាំងមែនតើអញ្ចឹងប៉ារបស់គេនឹងក៏ផ្ដាំឲ្យលោកពូចៅនឹងធ្វើការគ្រប់គ្រងចៅជីងនឹងឲ្យបានល្អកុំឲ្យបង្ករឿងទៀតហើយលីងស៊ូនឹងគេគិតថាចំពោះរឿងដែលបានកើតឡើងនឹងក៏បានបញ្ជាក់ថាភ័យចៅនឹងគឺពិតជាមានភាពស្មោះត្រង់ជាមួយនឹងពួកគេមែនដែលអាចទុកចិត្តបានណាតែលោកពូចៅនឹងគាត់ក៏គិតថាគឺដើម្បីកុំឲ្យមានការសង្ស័យគឺគាត់នឹងធ្វើការកម្ចាត់អ្នកដែលតាក់ទងគឺមិនឲ្យភ័យចៅនឹងគឺបានដឹងពីរឿងអាក្រក់នៅក្នុងក្រុមហ៊ុនអញ្ចឹងតើលោកពូចៅនឹងក៏បានជួឃាតករនឹងឲ្យទៅសម្លាប់អ្នកគ្រប់គ្រងនៅក្នុងវាំងឈ័នគោរពតែភ័យចៅនឹងគេក៏ចេញមកជួយជីវិតម្នាក់ដឹងព្រោះគេដឹងថាម្នាក់នឹងតាក់ទងជាមួយនឹងរឿងឯកសារការកាប់កេងលុយខុសច្បាប់នៅក្នុងក្រុមហ៊ុនហើយគឺវាពាក់ព័ន្ធជាមួយនឹងចៅជីងបន្ទាប់ពីបានជួយអ្នកគ្រប់គ្រងនឹងហើយគឺភ័យចៅនឹងគេក៏ប្រាប់ថានេះគឺជាស្នាដៃរបស់អ្នកណាអញ្ចឹងណាអញ្ចឹងហើយគេក៏ឲ្យអ្នកគ្រប់គ្រងនឹងធ្វើការផ្ដល់នៅឯកសារសម្ងាត់នឹងមកឲ្យគេមកតែឯកសារសម្ងាត់នឹងគឺបានបែងចែកជាពីរដោយគាត់នឹងគឺមាននៅក្នុងដៃតែមួយផ្នែកនោះទេមួយផ្នែកទៀតគឺនៅក្នុងដៃគ្នារបស់គាត់ប៉ុន្តែម្នាក់នឹងគឺត្រូវបានសម្លាប់បាត់ហើយនឹងអញ្ចឹងអ្នកគ្រប់គ្រងនឹងគឺគាត់សុំតែសុកតែក៏ខ្លាចថាគ្រួសាររបស់គាត់នឹងគឺនឹងត្រូវស្លាប់ដែរតែគាត់នឹងក៏យកព្រមនៅផ្ដល់នៅឯកសារនឹងតែឲ្យភ័យចឹងបន្ទាប់ពីដឹងមកគឺភ័យចឹងជាមួយនឹងឆឹងអ៊ីនឹងគឺគេនៅផ្ទះតែ2នាក់អញ្ចឹងគេក៏ល្អកល្អឿនជាមួយនឹងគ្នាដែលមានការញ៉ោះបល័យលេងជាមួយនឹងគ្នាហើយក៏មានការថាគ្នាអីចឹងណាមើលទៅឡើងគួរឲ្យចំណែនតែម្ដងប៉ុន្តែនិយាយពីថាគឺថាចៅយ៉ងជាមួយនឹងឆិនស៊ីនឹងក៏បានមកគោះទ្វារផ្ទះរបស់គេចឹងទៅគឺថាឆិនអ៊ីរកកន្លែងលាក់ភ័យចឹងអត់តាន់ទេលើគេហ្នឹងក៏កវែងភ័យចឹងហ្នឹងឲ្យតែពួនគៀនសឡងចៅយ៉ងជាមួយនឹងឆិនស៊ីគេមកនេះក៏ព្រោះតែគេហ្នឹងចង់ឲ្យឆិនអ៊ីហ្នឹងគឺការចាត់ពីភ័យចឹងហើយក៏ធ្វើការណែនាំប្រុសក្មេងៗហ្នឹងឲ្យឆិនអ៊ីហ្នឹងបានស្គាល់ពួកគេហ្នឹងធ្វើការនិយាយអួតពីប្រុសក្មេងៗហ្នឹងណាហើយក៏មានរូបថតឲ្យមើលទៀតហើយភ័យចឹងហ្នឹងគឺថាទ្រាំស្ដាប់ការបរិយាយរបស់ពួកគេលេងបានទៀតដោយរបៀបថាប្រច័ណ្ឌដែរហ្នឹងក៏បង្ហាញមុខតែម្ដងទៅអញ្ចឹងហើយតំណែងរបស់ភ័យចឹងជាមួយនឹងឆិនអ៊ីហ្នឹងគឺអត់មានអីត្រូវលាក់ទៀតទេពួកគេហ្នឹងក៏ធ្វើការបកស្រាយឲ្យចៅយ៉ងជាមួយនឹងឆិនស៊ីហ្នឹងបានដឹងពីផែនការរបស់ពួកគេទៅឯលោកពូចៅបន្ទាប់ពីដឹងថាគឺភ័យចឹងហ្នឹងបានក្បត់ជាមួយនឹងគាត់មិនស្មោះត្រង់ជាមួយនឹងគាត់ដែលកំពុងតែធ្វើការស៊ើបតាក់ទងជាមួយនឹងរឿងដែលគាត់ហ្នឹងធ្វើការកាប់កេងលុយក្រុមហ៊ុនគាត់ក៏ផ្ដល់អ្វីជាផលចំណេញឲ្យចៅស៊ីបន្តិចបន្តួចរួចហើយក៏បញ្ចុះឲ្យចៅស៊ីហ្នឹងគឺធ្វើការជាមួយនឹងគាត់ហើយធ្វើការលួចទិន្នន័យឯកសារដែលភ័យចឹងហ្នឹងគឺបានលួចយកទៅប៉ុន្តែចៅស៊ីហ្នឹងគេថាគេមិនព្រមធ្វើជាចាប់ក្នុងទ្រង់ឲ្យឪពុករបស់គេបញ្ជាតាមចិត្តទៀតទេលោកពូចៅហ្នឹងក៏ឲ្យចៅស៊ីគិតមើលទៅបើសិនជាភ័យចឹងហ្នឹងគឺប្រមូលបានផលតាំងទាំងអស់ហ្នឹងហើយគឺពួកគាត់ទាំងពីរនាក់ហ្នឹងមិនរួចខ្លួនដូចគ្នារួចពីហ្នឹងមកគឺលោកពូចៅហ្នឹងក៏ធ្វើការណាត់ភ័យចឹងដើម្បីបញ្ចុះភ័យចឹងឲ្យធ្វើការលើកលែងទោសឲ្យគាត់ដែរប៉ុន្តែភ័យចឹងគឺថាសុំទោសឲ្យព្រោះថាពេលដែលម៉ាក់របស់គេបានស្លាប់ភ្លាមគឺលោកពូចៅហ្នឹងធ្វើការលួចយកក្រុមហ៊ុនម៉ាក់របស់គេទៅតែម្ដងអញ្ចឹងហើយគេគ្រាន់តែដដើមយកអីដែលជារបស់គេមកវិញប៉ុណ្ណោះហើយចំពោះរឿងខ្មៅងងឹតដែលលោកពូចៅហ្នឹងបានធ្វើគឺមិនតាក់ទងជាមួយនឹងគេអញ្ចឹងសាងអីបានហ្នឹងឯងលោកពូចៅមានតែចម្រើចុងក្រោយគឺតំណែងជាមួយនឹងលីងស៊ូប្រាប់ពីរឿងហេតុដែលគាត់បានធ្វើគឺគាត់បានធ្វើការសម្លាប់កូនចៅគាត់ដោយសារតែដឹងរឿងគាត់ច្រើនពេកដូច្នេះតើគាត់ក៏សុំកម្លាំងពីខាងលីងស៊ូម្ដងគឺនៅពេលដែលកម្រងរបស់ពួកគេបានសម្រេចគាត់នឹងធ្វើការចែកកម្រងហ្នឹងគឺឲ្យ 15% ទៅខាងលីងស៊ូហើយលីងស៊ូហ្នឹងគឺអត់ទាន់បានផ្ដល់ចម្លើយឲ្យលោកពូចៅនោះទេប៉ុន្តែគេបែរជាធ្វើការណាត់ជួបជាមួយនឹងភ័យចៅនិងឆិនអ៊ីលីងស៊ូអត់មានបំណងអាក្រក់អីនោះទេគឺគេដឹងពីតំណែងរបស់អ្នកទាំងពីរនាក់ហ្នឹងហើយគេក៏សុំធ្វើការផ្ដាច់ពាក្យជាមួយនឹងភ័យចៅព្រោះគេបានដឹងពីមុខមាត់ពិតរបស់លោកពូចៅហើយគេក៏មិនចង់តាក់ទងរឿងអីឲ្យវែងឆ្ងាយទៀតនោះទេហើយណាមួយទៀតគឺខ្លាចមានរឿងអីតាក់ទងជាមួយនឹងលីងគ្រប់របស់គេធ្វើឲ្យខាតបង់ដល់ការរស់ស៊ីរបស់គេអីចឹងណាហើយចំពោះការភ្ជាប់ពាក្យជាមួយនឹងកូនប្រុសតកូចៅកាមុនហ្នឹងគេគិតថាគឺមានតែកូនប្រុសតកូចៅដែលស័ក្តិសមជាមួយនឹងគេប៉ុន្តែបន្ទាប់ពីឃើញស្នេហារបស់ចឹងអ៊ីជាមួយនឹងភ័យចឹងហើយគេគិតថាគឺគេនឹងរកបរិសម្នាក់ដែលស្រឡាញ់គេក៏ដូចជាគេនឹងស្រឡាញ់ពេញចិត្តដើម្បីរស់នៅជាមួយនឹងគ្នាខ្សែរឿងយើងក៏បានកើតដល់មករយៈក្រោយមកគឺចឹងអ៊ីនឹងគេត្រូវហោះទៅសិង្ហបុរីដើម្បីចូលរួមការតាំងពិព័រណ៍ហើយភ័យចឹងគឺគេក៏បានឲ្យកាយធនាគារទៅកាន់ចឹងអ៊ីដែលនឹងគឺថាមានលុយចាយអត់ដែនកំណត់តែម្ដងចឹងអ៊ីចង់បានអីគឺតែងនឹងទៅហើយរួចពីការរៀបចំនិងសន្និសីទស្នេហាផ្អែមល្ហែមរបស់គេហើយគឺចឹងអ៊ីនឹងគេក៏ចូលមកក្រៅប៉ុន្តែបែរជាចៅជីនឹងគឺថាបានមកលួចចាប់ចឹងអ៊ីទៀតហើយចៅយ៉ងដោយសារតែគេនឹងចាំចឹងអ៊ីយូពេកគេក៏ឡើងមកលើនឹងសួរភ័យចឹងថាចឹងអ៊ីធ្វើខ្លួនអត់តន់ហើយគេចាំឡើងមកយូរហើយនេះហើយនេះគឺថាចៅជីនឹងគឺថាឈួតខ្លាំងមែនតើណាគេចាប់ចឹងអ៊ីមកដោយធ្វើការស្លៀកពាក់នៅរ៉ូបកូនកំមុំអោយហើយក៏ចាប់ចងចឹងអ៊ីជាប់ដើម្បីឲ្យមេឃដីនឹងធ្វើជាសាក់សៃនៅថ្ងៃមង្គលការរបស់ពួកគេទាំងពីរនាក់ហើយចៅជីនឹងក៏មិនឲ្យចឹងអ៊ីនឹងគឺបាយពីគេទៅណាដែរគេនឹងធ្វើការបើកឡានមកដើម្បីឲ្យចឹងអ៊ីនឹងខ្លាយតែជាជូនពិការអញ្ចឹងចឹងអ៊ីរត់លេងបានទៀតហើយចៅជីក៏ចូលទៅបើកឡានតម្រង់មកកាន់ចឹងអ៊ីប៉ុន្តែគឺចេះសំណាងល្អដែលភ័យចៅនឹងគេក៏បានបើកឡានមកពីក្រោយដែរអញ្ចឹងទៅចៅជីនឹងគេក៏បានកាច់ចកូឡានចាញ់ពីចឹងអ៊ីហើយចឹងក៏ចូលមកជួយស្រែចំណងឲ្យចឹងអ៊ីប៉ុន្តែចៅជីនឹងក៏បានមកវាយភ័យចឹងដោយមិនឲ្យយកចឹងអ៊ីនឹងចាញ់ពីគេនោះទេអញ្ចឹងភ័យចៅនឹងគេក៏វាយវិញទៅវាយគ្នាទៅមកហ្នឹងគឺថាចៅជីនឹងគេអស់របៀបហាក់អស់ផ្លូវដែរអញ្ចឹងគេគិតថាគេមិនបានអីដដែលអញ្ចឹងគេក៏ចង់សម្លាប់ខ្លួនតែភ័យចៅនឹងក៏បានកាន់កបាត់នឹងជាប់ហើយក៏កវែងចាញ់រួចភ័យចៅក៏ទៅជួយស្រែចំណងឲ្យចឹងអ៊ីហើយចៅជីនឹងគេក៏ប្រាប់ទៅកាន់ចឹងអ៊ីហើយចឹងអ៊ីនឹងគឺ
គឺជាអ្នកដែលផ្ដល់បន្លឺឲ្យគេនៅពេលដែលគេបានជួបជាមួយនឹងឆឹងអ៊ីដំបូងចឹងណាគឺឆឹងអ៊ីបានផ្ដល់ភាពកក់ក្ដៅមកឲ្យគេអីចឹងព្រោះថាចៅជីហ្នឹងគឺគេអាចដែលទទួលបានក្តីស្រឡាញ់ពីអ្នកណាដល់ពេលដែលឆឹងអ៊ីធ្វើល្អជាមួយនឹងគេចឹងគឺគេចង់បានឆឹងអ៊ីយកតែម្ដងក៏ប៉ុន្តែឆឹងអ៊ីវិញដោយសារតែបានឃើញពីទង្វើដ៏ខុសខើរបស់ចៅជីងគេមានតែសុំថាមិនឲ្យស្គាល់ចៅជីងវិញល្អជាងចៅជីងតែងតែនិយាយថាស្អប់ឪពុករបស់ខ្លួនប៉ុន្តែចុងក្រោយចៅជីងហ្នឹងក៏ខ្លាចទៅជាមនុស្សម្នាក់ដែលដូចឪពុករបស់ខ្លួនឯងចឹងចៅជីងគឺគេអត់យល់ពីអត្ថន័យនៃក្តីស្រឡាញ់ពិតប្រាកដពីទង្វើដែលបង្ហាញថាខ្លួនឯងហ្នឹងពិតជាស្រឡាញ់ម្នាក់ហ្នឹងមែនប៉ុន្តែការស្រឡាញ់របស់ចៅជីងហ្នឹងគឺរបៀបថាបែបគ្រប់គ្រងបែបរបៀបខុសខើទៅកាន់ម្នាក់ហ្នឹងហើយចៅហ្នឹងក៏សូមឲ្យចៅជីងហ្នឹងគឺឈប់ត្រឹមហ្នឹងហើយឈប់ធ្វើឲ្យឆឹងអ៊ីហ្នឹងឈឺចាប់បន្តទៀតទៅហើយចុងក្រោយហ្នឹងគឺថាចៅជីងហ្នឹងគេពិតជាភ្ញាក់ខ្លួនដឹងពីកំហុសរបស់គេមែនប៉ុន្តែគេហ្នឹងក៏មានសំណួរទៅកាន់ឆឹងអ៊ីបើសិនជាការស្រឡាញ់របស់គេហ្នឹងដូចដែលភ័យចៅហ្នឹងបានផ្ដល់តែឲ្យឆឹងអ៊ីតើឆឹងអ៊ីនឹងស្រឡាញ់គេឬមួយក៏អត់ហើយចឹងគេក៏ឆ្លើយជំនួសឲ្យឆឹងអ៊ីគេថានៅពេលនេះគឺគ្មានសំណួរហ្នឹងនោះទេព្រោះនៅពេលដែលចៅជីងបានធ្វើបាបឆឹងអ៊ីគឺចៅជីងបានបាត់បង់ឆឹងអ៊ីតាំងពីពេលហ្នឹងមកហើយបន្ទាប់ពីហ្នឹងមកគឺសាច់រឿងរបស់យើងហ្នឹងក៏បានកន្លងហួសមួយខែតែម្ដងគឺលោកពូចៅហ្នឹងក៏ត្រូវបានចាប់ខ្លួនពីបទដែលគាត់ហ្នឹងធ្វើការបន្លំសាច់ប្រាក់នៅក្នុងក្រុមហ៊ុនក៏ដូចជាការកិច្ចវេះពន្ធនិងរឿងក្តីឃាតកម្មរីឯចៅជីងហ្នឹងក៏ត្រូវបានចាប់ខ្លួនដាក់ទោសដូចគ្នាដែរគឺតាក់ទងជាមួយនឹងរឿងដែលចាប់ចម្រិតចាប់អីចឹងណាគឺចាប់ឆឹងអ៊ីហ្នឹងឯងតាក់ទងជាមួយនឹងការប្រើអំពើហិង្សាហើយជាមួយនឹងបទល្មើសអីផ្សេងទៀតអញ្ចឹងរឿងរ៉ាវរបស់ពុកកូនគេពីរនាក់ហ្នឹងគឺត្រូវបានបញ្ចប់ហើយរីឯក្រុមហ៊ុនរបស់ឆឹងអ៊ីហ្នឹងគឺថាកាន់តែមានសន្ទុះឡើងដោយសារតែឆឹងអ៊ីហ្នឹងទើបតែត្រឡប់មកពីសិង្ហបុរីដែលគេហ្នឹងបានទៅចូលរួមកាត់តាំងពីប៉ុស្តិ៍ហើយគេថែមទាំងបានចរចាជាមួយនឹងអ្នកជំនួញបរទេសទៀតគឺដើម្បីធ្វើការនាំទំនិញរបស់គេហ្នឹងទៅកាន់ទីផ្សារបរទេសនៅពេលនោះឆឹងអ៊ីហ្នឹងក៏ត្រូវរវល់ជាមួយនឹងជំនួយរបស់ខ្លួនឯងច្រើនដែរគឺគេត្រូវហោះទៅស្រុកគេអីចឹងណារយៈពេល1ឆ្នាំអញ្ចឹងហើយភ័យចឹងចង់ចូលជាមួយនឹងឆឹងអ៊ីគឺថាត្រូវទៅជួបគេនៅឯបរទេសហ្នឹងហើយប៉ុន្តែឥឡូវហ្នឹងគឺថាគេកំពុងតែមានក្តីសុខជាមួយនឹងគ្នាសិនតន់មានពេលវេលាគ្រប់គ្រាន់ណាហើយចឹងហ្នឹងគេក៏បានទិញកាដូហ្នឹងជូនឆឹងអ៊ីដែលហ្នឹងគឺជាកាបូបដែលឆឹងអ៊ីហ្នឹងកំពុងតែចង់ទិញហើយមួយវិញទៀតគឺភ័យចឹងហ្នឹងបានទិញឡានឲ្យឆឹងអ៊ីទៀតហើយចឹងគឺគេចង់ឲ្យឆឹងអ៊ីហ្នឹងធ្វើការគ្រប់គ្រងជីវិតរបស់ខ្លួនឯងឲ្យបានល្អដោយពេលដែលឆឹងអ៊ីហ្នឹងកំពុងតែបើកឡានហើយឡានហ្នឹងគឺជាឡានខុបផលហើយចឹងគេមានឡានហ្នឹងមួយហើយប៉ុន្តែគឺគេទិញឲ្យឆឹងអ៊ីមួយទៀតឆឹងអ៊ីហ្នឹងគេឡើងថាខ្ជះខ្ជាយលុយមិនទោះបីជាមានលុយប៉ុណ្ណាក៏ដោយក៏មិនគួរខ្ជះខ្ជាយចឹងដែរហើយចឹងហ្នឹងក៏ប្រាប់ឲ្យឆឹងអ៊ីហ្នឹងគឺថាជួយណែនាំបរិញ្ញាគេមកចឹងហើយឆឹងអ៊ីគេក៏ថាគេជាអ្នកណាដែលជួយទៅណែនាំបដៅភ័យចឹងហើយចឹងក៏តវិញឲ្យឆឹងអ៊ីហ្នឹងរៀបការជាមួយនឹងខ្លួននៅពេលហ្នឹងគឺឆឹងអ៊ីអាចធ្វើជាមេរបស់គេបានគ្រប់គ្រងបដៅគេបានហើយចឹងគឺថាពេលនេះភ័យចឹងហ្នឹងគេកំពុងតែសុំឆឹងអ៊ីហ្នឹងរៀបការដែលឆឹងអ៊ីហ្នឹងក៏មិនបានបដិសេធអីដែរព្រោះគឺជាពេលវេលាល្អសម្រាប់ពួកគេទាំងពីរនាក់ឯតាដូច្នេះឈុតបន្តទៀតមកគឺជាថ្ងៃរៀបការរបស់ពួកគេទាំងពីរនាក់តែម្ដងទីបំផុតគូស្នេហ៍ដែលបានតស៊ូជាមួយនឹងគ្នាទោះមានឧបសគ្គអីក៏ពួកគេហ្នឹងបានចូលរួមដោះស្រាយជាមួយនឹងគ្នាហើយក៏ផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកពួកគេហ្នឹងក៏បានឆ្លងផុតរហូតមកដល់ថ្ងៃរៀបការអញ្ចឹងមើលទៅគឺថាពិតជាគួរឲ្យចំណានមែនតើហើយចំពោះគូស្នេហ៍បន្ទាប់ដែរនឹងត្រូវរៀបការជាមួយនឹងគ្នានៅថ្ងៃខាងមុខដែរគឺជាគូរបស់ចៅយ៉ងជាមួយនឹងឆិនស៊ីរីឯខ្សែរឿងរបស់យើងវិញក៏ថាចប់ដោយបរិបូរណ៍តែប៉ុណ្្នឹងដែរអញ្ចឹងចាំជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងរឿងក្រៅទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ